ក្រោមដំណក់ទឹកភ្លៀងពុលបរិឯករបស់យើងបានសម្លាប់បាត់ស្មារតីនៅកណ្ដាលទីក្រុងមួយពេលតាកាស៊ីតចាប់ផ្ដើមស្រក់ត្រូវដៃគាត់ក៏ភ្ញាក់ព្រឺតហើយប្រញាប់យកដៃរាំងការពារខ្លួនភ្លាមពេលស្ទីប៉ាមុខរបួសគាត់ឆ្ងល់ថាតើកំពុងនៅទីណាព្រោះគាត់ជឿជាក់ថាខ្លួនឯងប្រកាសជាស្លាប់បាត់ទៅហើយក្នុងការផ្ទុះពេលប្រយុទ្ធនេះភ្លាមនោះបរិឯកចាប់ផ្ដើមមានអារម្មណ៍វិលមុខយ៉ាងខ្លាំងបន្ទាប់មកគាត់នឹកឃើញថាគាត់គឺជាអតីតសមាជិកកងកម្លាំងពិសេសហើយឈ្មោះរបស់គាត់គឺជីនខ្វាន់អំឡុងពេលបំពេញបេសកកម្មគាត់នឹងក្រុមត្រូវបានគេស្ទាក់វាយប្រហារដោយត្រូវអង្គការខ្លួនឯកក្បត់ហើយប្រើប្រាស់ជំនួយរស់ដើម្បីតាក់ទាញការផ្ទុះពេលនៅមានស្មារតីជីនបានឃើញទស្សនវិជ្ជាបំផ្លិចបំផ្លាញដូច្នេះគាត់ច្បាស់ក្នុងចិត្តថាគាត់ពិតជាស្លាប់មែនដោយនៅតែមិនយល់ពីអ្វីដែលកំពុងកើតឡើងគាត់ដឹងថាការឈឺចាប់កាន់តែខ្លាំងឡើងទើបគាត់ត្រូវរកកន្លែងលាក់ខ្លួនជាបន្ទាន់សម្លឹងទៅមុខបរិឯកបានឃើញភ្លើងក្នុងផ្ទះមួយនៅពីមុខគាត់បើកទ្វារផ្ទះនោះហើយសួរថាតើមានអ្នកណានៅទេពេលឃើញមានមនុស្សគាត់ក៏ដើរចូលទៅជិតព្រោះទីនោះពិតជាមានមនុស្សមែនបែរជានោះកំពុងអស់សង្ឃឹមនឹងមានសពាកខ្លាំងក្នុងក្បាលមុនពេលអាចនិយាយអ្វីលលាក្បាលរបស់គាត់ក៏ផ្ទុះឡើងតែម្ដងជីនភេស្លងស្លោពេលឮសំឡេងចេញពីលូតែពេលឃើញបរិះនោះស្លាប់គាត់ក៏ឈរគាំងស្ងៀមបរិះឯកឃើញវត្ថុលោហៈមួយនៅលើកម្រាលពេលរើសវាឡើងគាត់ក៏ឆ្ងល់ថាវាជាអ្វីភ្លាមនោះបរិះពាក់មួកក្រណាត់ម្នាក់បានចូលមកក្នុងផ្ទះដោយនិយាយថាដូចអ្វីដែលគាត់គិតមែនរដូវភ្លៀងនេះសម្បូរកណ្ដុរណាស់បរិះពាក់របាំងមុខនឹងដៃគូបានទាញកណ្ដៀវយ៉ាងលឿនហើយស្ទុះចូលវាយប្រហារព្រោះពួកគេចង់ដណ្ដើមយកវត្ថុដែលជីនកំពុងកាន់បរិះឯកចាប់ផ្ដើមរត់ដោយគិតថាពេលនេះរីពើចង់តាមចាប់គាត់ហើយប៉ុន្តែពេលក្រុមមនុស្សពាក់របាំងមុខចូលទៅជិតសាកសពដាច់កនោះគ្រាប់បែកក្នុងខ្លួនក៏ផ្ទុះឡើងពួកវាដឹងថានេះជាអន្ទាក់តែហួសពេលទៅហើយក្រោយការផ្ទុះកន្លែងនោះត្រូវខ្ទេចខ្ទីទាំងស្រុងតែជីនឯងរត់គេចចេញតនពេគាត់បានតម្រង់ទៅកាន់លូតែគាត់ធ្លាប់ឮសំឡេងមុនពេលអ្វីៗគ្រប់យ៉ាងកើតឡើងនៅមាត់លូគាត់បានស្រែកហៅឲ្យគេជួយដោយប្រាប់ថាគាត់នឹងបោះវត្ថុនោះចោលហើយបុរសម្នាក់នោះស្លាប់អាសារបងទេភ្លាមនោះគម្របលូក៏បើកឡើងបុរសឯកបានថ្លែងអំណរគុណហើយប្រញាប់ចូលទៅក្នុងពេលគាត់ធ្លាក់ដល់ដីក្មេងស្រីម្នាក់បានបិទគម្របលូវិញឥឡូវនេះជីននៅកន្លែងសុវត្ថិភាពហើយគាត់ក៏យកដៃខ្ទប់មុខរបួសរបស់ខ្លួនក្រោយចុះពីចិន្តាក្មេងស្រីនោះដើរមកជិតរួចចង្អុលកំភ្លើងចំក្បាលបុរសឯកដោយចង់ដឹងថាគាត់ជានរណាហើយមកពីបកពួកមួយណាសំខាន់បំផុតហេតុអ្វីបានជាគាត់មកពាក់ព័ន្ធជាមួយបងប្រុសនាងជីនបញ្ជាក់ច្បាស់ថាគាត់មិនចង់មានបញ្ហាទេហើយគ្រាន់តែមករកកន្លែងត្រូវកោនប៉ុណ្ណោះយូគីបានដកកំភ្លើងពីក្បាលបុរសឯកចេញហើយទាមទារយករបស់នោះជីនក៏យកវត្ថុនោះបកលទៅឲ្យក្មេងស្រីនោះភ្លាមពេលឃើញបែបនេះកែវភ្នែកយុវតីនោះពេញទៅដោយទឹកភ្នែកហើយនាងចាប់ដើមឆ្ងល់ថាហេតុអីបងប្រុសនាងធ្វើបែបនេះព្រោះគាត់សុខចិត្តបដូរជីវិតដើម្បីនិមិត្តសញ្ញាមួយនេះពេលនេះនាងឯកោតែម្នាក់ឯងដឹងថាក្នុងលោកនេះគ្មានការអភ័យទោសទេហើយនាងខ្លាចរឿងអាក្រក់កើតឡើងឃើញស្ថានភាពក្មេងស្រីបែបនេះបរិះឯកក៏ចាប់ដើមគិតថាខ្លួនឯងបានចាប់កំណើតថ្មីមែនទោះយ៉ាងណាគាត់នៅតែឃើញខ្សែភ្នែកដ៏កំសត់របស់អ្នកទាំងនោះដដែលបន្ទាប់មកគាត់ចាប់ផ្ដើមនឹងឃើញការពេលនៅក្នុងសង្គ្រាមឃើញខ្សែភ្នែកអស់សង្ឃឹមរបស់ជនភៀសខ្លួនដែលបាត់បង់គ្រប់យ៉ាងហើយត្រូវបានគេបណ្តេញចេញពីផ្ទះសម្បែងដោយសារការចំនួនផ្ដាប់អាវុធស្ត្រីតានោះសោយខ្លាំងណាស់បរិះឯកសោកស្ដាយព្រោះកែវភ្នែករបស់យូគីគឺដូចទៅនឹងអ្នកដែលទើបចេញពីគុកងឹតដោយគ្មានមនុស្សជាទីស្រឡាញ់ហើយត្រូវត្រឡប់ទៅរកជីវិតចាស់របស់ពួកគេវិញចឹងជីននឹងថាចំពោះស្ត្រីមានខ្សែភ្នែកបែបនេះការជួយសង្គ្រោះគឺគ្មានក្តីសុខទេព្រោះពួកគេបាត់បង់គ្រប់យ៉ាងទៅហើយទាំងគ្រួសារឪពុកម្ដាយទាំងសង្បែងហើយរស់នៅដោយគ្មានអនាគតទោះរត់រួយក៏ពួកគេគង់តែធ្លាក់ចូលដៃអ្នកដទៃដើម្បីរងទុក្ខបន្តទៀតដដែលបន្ទាប់មកបុរសឯកបានដើរទៅជិតក្មេងស្រីនោះហើយដាក់ដៃលើស្មារបស់នាងគាត់ប្រាប់នាងឲ្យរក្សាភាពស្ងប់ស្ងាត់ហើយអាចចាត់ទុកគាត់ជាទាហានស៊ីឈ្នួលដែលបងប្រុសនាងជួលមកការពារនាងជំនួសគាត់ចុះយូគីស្ងប់អារម្មណ៍ហើយនិយាយថាគាត់មើលទៅដូចមនុស្សល្អតែគាត់នៅមិនរស់ទេឮបែបនេះបុរសឯកសួរភ្លាមថាហេតុអ្វីក្មេងស្រីឆ្លើយថាជីនហាភ្លៀងខ្មៅនេះយូរពេកហើយរួចពន្យល់ថាពួកគេកំពុងនៅក្នុងទីក្រុងខ្មោចហើយភ្លៀងនេះមិនមែនត្រឹមតែពុលនោះទេព្រោះពេលវាស្ងួតវានឹងប្រែក្លាយជាអាស៊ីតដ៏ខ្លាំងក្លាបំផុតហើយនៅណាដែលត្រូវភ្លៀងខ្មៅនេះគឺគ្មានជំរឿអ្វីក្រៅពីរងចាំសេចក្តីស្លាប់ឡើយក្រោយដឹងរឿងគ្រប់យ៉ាងបុរសឯកទើបយល់ថាហេតុអ្វីខ្លួនឯងកាន់តែខ្សោយទៅទោះយ៉ាងណាគាត់សួរយូគីថានេះមកពីណាហើយពួកពាក់របាំងរលាក្បាលនោះជានរណាយុវតីប្រាប់ថានាងមកពីទីក្រុងខ្មោចទី3ហើយពួកនោះជាអ្នកអនុវត្តច្បាប់ក្រុងក្រោមនិងជាអ្នកប្រើវេទមន្តបុរសឯកភ្ញាក់ផ្អើលពេលឮដូច្នេះហើយក៏សួរថាតើទីនេះជាប្រទេសនឹងឆ្នាំណាយូគីឆ្លើយថាពួកគេកំពុងនៅឆ្នាំទី1នៃប្រតិទិនស្តាកាហើយប្រទេសនេះឈ្មោះថាចក្រភព Flying Eagle Empire ជីនថាឈ្មោះទាំងនោះពិតជាចម្លែកខ្លាំងណាស់ពេលនេះគាត់ដឹងថាខ្លួនបានធ្លាក់មកពីភពផ្សេងហើយបន្ទាប់មកគាត់សួរថាហេតុអ្វីនាងខ្លាចវេទមន្តម្លេះហើយធ្វើដោយម្ដេចទើបមនុស្សអាចខ្លាចជាវត្ថុបែបនោះបានយូគីបញ្យល់ថាបើសិនជាមានគេទទួលបាននិមិត្តសញ្ញានោះពួកគេអាចភ្ញាក់ដឹងខ្លួនមានថ្នាក់ប្រយុទ្ធថ្នាក់ជំនួយឬថ្នាក់ពិសេសហើយបងប្រុសរបស់នាងបានលួចនិមិត្តសញ្ញានេះដើម្បីឲ្យនាងអាចភ្ញាក់ដឹងខ្លួនបានតែពេលនេះគាត់លែងត្រឡប់មកវិញហើយក្មេងស្រីចាប់ផ្ដើមយំម្ដងទៀតដោយមិនទោះខ្លួនឯងតួឯងប្រុសសួរថាតើនាងមានសាច់ញាតិឯណាទៀតទេនារីវ័យក្មេងឆ្លើយថានាងគ្មាននរណាទេបងប្រុសគឺជាពិភពលោកទាំងមូលរបស់នាងហើយពេលនេះបើនាងមិនអាចខ្លាចជាអ្នកប្រើវេទមន្តដោយសារនិមិត្តសញ្ញានោះទេនាងប្រកាសជារស់មិនបានឡើយជីននិយាយដោយសោកស្ដាយថាពួកគេទាំងពីរសុខតែមិនសំណាងតែគេនៅតែបន្ថែមយ៉ាងជឿជាក់ថាបើគេអាចចេញពីស្ថានភាពនេះគេនឹងជួយនាងស្រាប់តែពេលកំពុងនិយាយគ្នាក៏មានការផ្ទុះមួយកើតឡើងនៅខាងក្រោយក្មេងស្រីនោះអ្នកទាំងពីរភ័យសន់ស្លោយ៉ាងខ្លាំងព្រោះពេលនេះពួកគេត្រូវគេរកឃើញហើយយូគីប្រញាប់ចាប់យកវត្ថុនោះដោយចង់ភ្ញាក់ដឹងខ្លួនដើម្បីសង្គ្រោះពួកគេបើមិនដូច្នេះទេនេះគឺជាទីបញ្ចប់របស់ពួកគេហើយក្មេងស្រីយកវត្ថុនោះដាក់លើថ្ងាសប៉ុន្តែវាបែរជាបដិសេធនាងធ្វើឲ្យនាងក្រៀមក្រំព្រោះនាងមិនបានរំពឹងទុកបែបនេះទេ
តួឯងប្រុសសួរថាមានរឿងអ្វីកើតឡើងហើយក្មេងស្រីឆ្លើយថាការបដិសេធនិមិត្តសញ្ញាមានមូលហេតុតែពីរប៉ុណ្ណោះ ទី1គឺកាយសម្បត្តិហើយមួយទៀតគឺការខ្វះទេពកោសល្យក្នុងការប្រើប្រាស់វេទមន្តយូគីស្រក់ទឹកភ្នែកដែលហើយខ្លួនឯងថាគ្មានប្រយោជន៍ជាពិសេសពេលដឹងថាបងប្រុសបានលះបង់ជីវិតដើម្បីរឿងនេះ បរិបៈម៉ាប់បានចូលលុកលុយទីនោះហើយដើរសម្ដៅទៅរកក្មេងស្រីដើម្បីសម្លាប់នាងដោយនិយាយថាពួកគេមិនខាត់ពេលនិយាយទេ បន្ទាប់មកពួកគេចាប់ផ្ដើមវាយប្រហារក្នុងគោលបំណងដណ្ដើមយកនិមិត្តសញ្ញានោះមកវិញ យូគីប្រញាប់សម្លឹងមើលតួឯកដែលលែងមានកម្លាំងអ្វីទៀតហើយសម្រាប់ចិត្តកាន់វត្ថុនោះសម្ដៅទៅរកជីនដើម្បីជួយឲ្យគេភ្ញាក់ដឹងខ្លួន ពេលនាងដាក់វត្ថុនោះលើថ្ងាសគាត់វាក៏សកម្មភ្លាមៗដោយផ្ដោតធម្មពលដល់តួឯកក្រោយទទួលបានកម្លាំងទាំងនេះជីនក៏ភ្ញាក់ដឹងខ្លួនទទួលបានថ្នាក់អ្នកប្រើដាវបិសាចជាមួយសមត្ថភាពពិសេស វិជាដាវបិសាចចំណេះដឹងពេញលេញលើដាវគ្រប់ប្រភេទការយល់ដឹងងងឹតអាចចាប់យកចេតនាអាក្រក់និងរាងកាយបិសាចដែលមានកម្លាំងជីវិតយ៉ាងខ្ពស់ ជីនក៏ទទួលបានពលឹងផងដែរ រូបសំណាក់ទេពកោសល្យអណ្ដាតភ្លើងនរុចំណាត់ថ្នាក់ SS រួមជាមួយទេពកោសល្យដែនដីនិងកម្រិតដែលមិនស្គាល់ ពេលនេះតួឯងមានអារម្មណ៍ថាខ្លាំងក្លាមែនទែនក្រោយពីឃើញអេក្រង់ប្រព័ន្ធលោតឡើងគេកាន់តែកោតសរសើរពីរបៀបដែលពិភពលោកនេះដំណើរការយូគីសប្បាយចិត្តណាស់ដែលវាជោគជ័យព្រោះពេលនេះតួឯងបានក្លាយជាអ្នកជំនាញម្នាក់ហើយ តែពួកបរិបពាក់ម៉ាស់កាន់តែខឹងសម្បាយយ៉ាងខ្លាំងព្រោះពួកគេមិននឹកស្មានថាគីហ៊ានស្រូបយកវត្ថុនោះនៅចំពោះមុខពួកគេសោះ ដោយមិនស្ទះស្ទើរឃាតករក៏វាប្រហារទៅលើជីនភ្លាមនារីវ័យក្មេងភ័យញាប់ញ័រយ៉ាងខ្លាំងដោយគិតថានេះជាទីបញ្ចប់ហើយ ប៉ុន្តែតួឯកអាចបំបត្តិការវាយប្រហារនោះបានយ៉ាងងាយស្រួលដោយប្រើដាវរបស់គេពួកពេជ្ឈឃាតភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញការវាយប្រហារនោះគ្មានប្រសិទ្ធភាពសោះ ជីនក៏ចាប់ដើមវិបកភ្លាមៗដោយកាប់ប្រហារពីចូលទៅជាតិ បរិបទាំងនោះត្រៀមការពារខ្លួនដោយមិនគួរឲ្យជឿថាតួឯកអាចស្រូបធម្មពលនិមិត្តសញ្ញាបានលឿនយ៉ាងនេះសោះប៉ុន្តែពេលពួកគេព្យាយាមរាំងខ្ទប់ការវាយប្រហារនោះជីនប្រមានថាពួកគេគិតខុសហើយព្រោះគ្មាននរណាទប់ទល់បានឡើយ សូម្បីតែយូគីក៏ស្ញប់ស្ញែងនឹងធម្មពលដែលតួឯកទទួលបានយ៉ាងលឿននេះដែរក្រោយឈ្នះការប្រយុទ្ធជីននិយាយថាធម្មពលនិមិត្តសញ្ញានេះពិតជាអស្ចារ្យណាស់ព្រោះរាងកាយដែលមានរបួសរបស់គេបានជាសះស្បើយទាំងស្រុង ពួកអ្នកតាប្រមាញ់តែដេកលើដីមិនគួរឲ្យជឿថាពួកគេចាញ់ក្មេងថ្មីទើបតែភ្ញាក់ដឹងខ្លួនសោះហើយថែមទាំងមិនអាចបញ្ជូនរបាយការណ៍បានទៀត លើការសន្ទនានេះតួឯកដើរចូលទៅគៀដោយនៅតែខឹងសម្បាចំពោះរឿងគ្រប់យ៉ាងហើយវាយប្រហារពួកគេម្ដងទៀតដោយធ្វើឲ្យពួកគេទប់ទល់មិនទាន់ យូគីប្រមានថាពេលនេះភ្នាក់ងារទាំងនោះត្រូវបានកម្ចាត់ហើយប្រកាសជាមានគេមករកពួកគេដូច្នេះល្អបំផុតគួរតែចាក់ចេញពីទីនេះជាបន្ទាន់ ជីនសម្លឹងមើលរុននៅលើដំបូលហើយនិយាយថាវាខ្ពស់ពេកហើយគេមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីឡើងទៅទីនោះទេ នារីវ័យក្មេងចាប់យកគ្រឿងផ្ទុះហើយប្រាប់ថានាងធ្លាប់លាក់ខ្លួននៅទីនេះច្រើនដងហើយដូច្នេះគ្រាន់តែដើរតាមនាងទៅគឺបាននាងបិទគ្រឿងផ្ទុះនៅលើជញ្ជាំងហើយថយក្រោយដើម្បីការពារខ្លួនឯងពីការផ្ទុះនោះតួឯកដើរតាមនាងទៅរុននោះដោយសួរថានាងពិតជាដឹងថាកំពុងធ្វើអ្វីទេ យូគីឆ្លើយថាមានចដៅមួយនៅម្ខាងទៀតក្រោយធ្វើដំណើរកាត់រូងដីប្រមាណម៉ោងក្មេងស្រីក៏បាននាំជីនទៅដល់ផ្ទះរបស់នាង ពេលបើកទ្វារនាងហើយពីឲ្យចូលមកខាងក្នុងនារីវ័យក្មេងប្រាប់ថាកន្លែងនេះរៀងរញ៉េរញ៉ៃតិចហើយតែអាចរស់នៅបាន បន្ទាប់មកនាងប្រាប់តួឯកអង្គុយសិនខណៈដែលនាងរៀបចំបន្តិចបន្តួចឃើញរបស់របរទាំងនោះជីនក៏និយាយថាវាប្រហែលជាមិនងាយស្រួលទេក្នុងការមើលថែហាងនេះម្នាក់ឯង ក្រោយទុកវត្ថុនោះក្នុងប្រអប់យូគីនិយាយដោយកំសត់ថាកាលពីមុនមានគ្នាពីរនាក់តែពេលនេះនៅសល់តែនាងម្នាក់ឯងប៉ុណ្ណោះ តួឯងសុំទោសទាំងអៀនខ្មាស់ព្រោះគេមិនចង់រំលឹកនាងពីបងប្រុសឡើយក្មេងស្រីចាប់ផ្ដើមជូតទឹកភ្នែកហើយនិយាយថាមិនអីទេ តែស្រាប់តែមានគេដើរចូលមកក្នុងហាងហើយនិយាយថាដល់ម៉ោងបើកទ្វារហើយអ្នកទាំងពីរភ្ញាក់ផ្អើលយ៉ាងខ្លាំងពីឃើញពួកគេ នោះគឺជាវីឡតនិងកូនចៅវាដើរទៅចិត្តយូគីហើយសួរថាបងប្រុសនាងបានប្រាប់ពីកិច្ចព្រមព្រៀងនោះទេ ក្មេងស្រីឆ្លើយថានាងមិនដឹងរឿងអ្វីទាំងអស់វូឡតញញឹមចង់មាត់ក្រោយលឺចម្លើយនោះរួចក៏បញ្ជាកូនចៅឲ្យចាប់ខ្លួននាង ក្រោយកូនចៅវាចាប់ក្មេងស្រីនាងព្យាយាមរកគ្រប់វិធីដើម្បីរត់គេចជីនប្រញាប់រំកិលទៅខាងក្រោយមេបងធំនោះហើយប្រាប់ឲ្យពួកគេឈប់វូឡតងាកមកលឿនស្លេវចង់ដឹងថាអាមួយណាស់ថ្លាំធំហ៊ានមកលូកដៃរឿងរបស់វា ប៉ុន្តែមេស៊ីយើងសម្លឹងមកគាត់ចង់ដឹងថាគាត់មានសិទ្ធិអ្វីមកយកនាងទៅបុរសនោះតបវិញថាគាត់មានសិទ្ធិជាមេតបផ្ដាច់ការ ជីនប្រាប់ថាគេដឹងថាគាត់ជាមនុស្សល្អព្រោះធម្មពលពិសេសរបស់គេអាចចាប់បានពីភាពល្អនិងអាក្រក់ ហើយទោះជាមេតបមើលទៅកាច់ពីក្រៅមានតែគាត់គ្មានបំណងអាក្រក់ទេ ពេលឮដូច្នេះបុរសនោះនិយាយថាពាក្យមនុស្សល្អគឺកំណត់នឹងលឺណាស់នៅក្នុងទីក្រុងនេះសេចក្តីស្លាប់នេះ ជីនសួរថាក្មេងស្រីនេះតំណៃប៉ុន្មាន បុរសនោះគិតថាចិនមិនអាចរស់ត្រឡប់ពីរណ្ដៅនោះទេព្រោះវាពេញទៅដោយដង្កើស៊ីខ្សាច់ដ៏សាហាវតែតម្លៃគឺត្រូវចូលទៅយករបស់ដែលគាត់ត្រូវការទើបគាត់ព្រមដោះលែងក្មេងស្រីនេះវិញ ស្រាប់តែមេតរៀបចំវាយប្រហារដោយប្រាប់ថាគាត់ត្រូវសាក់លបងសិនថាតើចិនមានសមត្ថភាពធ្វើកិច្ចព្រមព្រៀងនេះដែរអត់ ពេលគាត់ចូលមកចិត្តតួឯកយើងភ្ញាក់ផ្លែវដែលគាត់នៅឈួរស្ងៀម យូគីស្រែប្រាប់ចិនកុំឲ្យទទួលការប្រកួតនេះព្រោះវងជាអ្នកជំនាញកម្រិត2ទៅហើយ ប៉ុន្តែដោយប្រើត្រឹមដំបងឈើជីនអាចទប់ការវាយប្រហារនោះបាន មេតបពិតជាចាប់អារម្មណ៍នឹងធម្មពលនៅចំពោះមុខគាត់ក៏ដូចជាខ្សែភ្នែកដ៏ជឿជាក់របស់តួឯកយើងដែលនេះជាទេពកោសល្យប្រលឹងពិតប្រាកដដូចទៅនឹងមនុស្សមកពីទីក្រុងជាន់ខ្ពស់អញ្ចឹងដែរសូម្បីតែក្មេងស្រីនោះក៏មិនជឿនៅអ្វីដែលបានកាត់ឡើងដែរតួឯកសួរថាប៉ណ្ណឹងគ្រប់គ្រាន់នៅ មេតប្រាប់ថាទូជីនជាក្មេងថ្មីកម្រិតមួយក៏គាត់ព្រមទទួលដែរតែគាត់ដឹងច្បាស់ថាជីនមិនអាចរស់ពីរណ្ដៅលេខ1ទេព្រោះគេនៅស្ទើរណាស់ អ្វីដែលគួរឲ្យខ្លាចវងនិយាយថារណ្ដៅនេះមានគំនុំរបស់ស្ដេចពីងពីងហើយ3ម៉ោងក្រោយពេលវាស្លាប់ការជំរះគំនុំមួយនឹងរីកឡើង ជាងតួឯកយើងត្រូវយករបស់នេះឲ្យបានដើម្បីបដូរយកក្មេងស្រីនោះមកវិញ ជីនព្រមតាមសំណើនោះហើយបុរសនោះក៏ចាក់ចេញពីហាងជាមួយកូនចៅទៅ គាត់បញ្ជាថាថ្ងៃស្អែកម៉ោង8ព្រឹកបុរសទាំងឡាយណាដែលមានអាយុ16ឆ្នាំឡើងពីទីក្រុងខ្មោចលេខ3ត្រូវតែទៅកាន់រណ្ដៅលេខ1 គាត់បញ្ជាក់ច្បាស់ថាអ្នកណាមកមិនតាន់ពេលនឹងត្រូវសម្លាប់ចោលរួចគាត់ក៏ជន់កង្កែបមួយងាប់ទៅ
ឃើញសកម្មភាពក្រុមនោះជីនយល់ថាស្ថានភាពនេះមើលទៅមិនសូវស្រួលទេ ដូច្នេះគេសន្និដ្ឋានថាបងប្រុសយូគីដឹងមុនថាខ្លួននឹងចាញ់នៅរណ្ដៅនោះទើបគេលួចយករបស់នោះដើម្បីធានាពីសុវត្ថិភាពតំណែងរបស់ប្អូនស្រីនៅថ្ងៃមុខប៉ុន្តែដោយសារគេលែងនៅទីនេះវាអាចជាអន្ទាក់របស់មេតបនោះក៏ថាបានបន្ទាប់មកគេក៏ចាប់យកដាវព្រោះគេដឹងថាស្ថានភាពនេះកំពុងគ្រោះថ្នាក់ហើយត្រូវស្វែងយល់ពីធម៌ពលខ្លួនឯងឲ្យច្បាស់សិនចិនចាប់ផ្ដើមតាំងអារម្មណ៍ដើម្បីស្វែងយល់ថាតើទេពកោសល្យគីមួយរបស់គេរូបចម្លាក់ភ្លើងនរកដំណើរការយ៉ាងម៉េច ភ្លាមនោះថាមពលមួយលេចឡើងនៅមុខគេហើយបំផ្លាញជាទាហានភ្លើងតួឯងយើងឃើញអញ្ចឹងក៏កាន់តែមានទំនុកចិត្តបន្ទាប់មកគេងាកទៅសាកទេពកោសល្យទី2វិញដែលវារៀងស្មុគស្មាញបន្តិចរហូតដល់គេមិនអាចយល់ពីវាបានទាំងស្រុង គេសម្លឹងមើលសសរមួយដោយគិតថាធម៌ពលខ្លួនមិនធម្មតាទេហើយក៏វាសាក់លបងកម្លាំងពិតមើលជីនកាប់សសរនោះជាពីកំណាត់យ៉ាងងាយតែម្ដងដោយមិនគួរឲ្យជឿលើធម៌ពលនេះគេដើរទៅមុខកញ្ចក់រួចសម្លឹងមើលខ្លួនឯងហើយនិយាយថាពេលនេះវាលែងដូចជីវិតអតីតកាលទៀតហើយទោះបីគេមើលទៅស្តៀងមុនមែនតែស្បែកអតីតទាហានដូចជាគេមិនអាចសរលួងបែបនេះឡើយសំបីឈ្មោះក៏ធ្វើឲ្យគេឆ្ងល់ព្រោះទាំងប្រព័ន្ធបង្ហាញត្រកូលបញ្ចូលគ្នាកាលពីគិតពីរឿងដែលកើតឡើងគេសម្រេចចិត្តថាវាលែងសំខាន់ទៀតហើយព្រោះរឿងចម្បងឥឡូវគឺត្រូវចេញទៅក្រៅរកព័ត៌មានពីពិភពលោកនេះសិនកន្លះម៉ោងក្រោយមកនៅបារក្នុងក្រុងមួយតួឯកកំពុងផឹកទឹកមិនស្រវឹងព្រមទាំងនិយាយលេងជាមួយអ្នកគ្រប់ស្រាដែលគាត់ប្រាប់ថាស្អែកគាត់នឹងទៅរណ្ដៅលេខ1ដែរឈិនកាន់តែចង់ដឹងពីកន្លែងនោះខ្លាំងឡើងបរិសក់ក្រហមនោះប្រាប់ថាវាគ្រាន់តែជារណ្ដៅរ៉ែមួយប៉ុណ្ណោះតួឯកក៏ស៊ូបន្តថាពួកគេពិតជាចោះទៅទីនោះដើម្បីជីករ៉ែមែនហ្វិនញញឹមឲ្យប្រាប់ថាពួកគេមិនចាំបាច់ជីករ៉ែទេព្រោះការងារនោះសម្រាប់អ្នកក្រុងជាន់ទៀតប៉ុណ្ណោះដោយសាររណ្ដៅនោះមានសត្វល្អិតស៊ីខ្សាច់យ៉ាងច្រើនហើយក្រោយពេលសត្វចម្លែកទាំងនោះស៊ីសាច់និងឈាមឆ្អែតវាក៏ជីកខ្សាច់ដើម្បីធ្វើសម្បុករបស់វាតែអ្នកជីករ៉ែចូលចិត្តជីកកកាយសម្បុកវាព្រោះដីទីនោះធូរស្រាប់ធ្វើឲ្យងាយស្រួលជីកជាងមុនជីននៅតែឆ្ងល់ហើយក៏សួរថាចឹងពួកគេនឹងខ្លាយជាចំណីរបស់សត្វស៊ីខ្សាច់ទាំងនោះមែនទេហ្វាន់កាន់កែស្រែហើយក៏មិនឆ្លើយសំណួរនេះទេតែគាត់លើកកែជុលជូនពោតួឯកឲ្យសំណាងល្អងាកមកម្ខាងទៀតនៅទីក្រុងហុងយូក៏ຕົកយ៉ាងខ្លាំងដាក់កូនចៅដោយខឹងសម្បាហើយពួកគេថាពួកគ្មានបានការព្រោះរោគរបស់ដែលគាត់ចង់បានមិនឃើញជីវក្រៅចូលតបថាចៅដែលជាជនដីដបានខ្លាចជាភេទបាត់ទៅហើយក៏គ្មានផុសតាំងអ្វីផ្សេងទៀតនៅកន្លែងកៅថៃនោះដែរចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចតាមលូទឹកក្រោមដីហើយថែមទាំងប្រើគ្រាប់បែកបិទផ្ទុះផ្លូវចោលក្រោយពីរត់រួចទៀតផងយុវជននោះប្រាប់ថាទោះត្រូវចំណាយអ្វីក៏ដោយគេចង់បានរបស់នោះភ្លាមកូនចៅគេតបថាវាមិនអាចទេព្រោះវាមានទំហំប៉ុនកាក់សោះហើយប្រហែលជាមានគេប្រើបាត់ហើយហុងយូដែលកំពុងក្តៅក្រហាយខ្លាំងក៏បញ្ជាឲ្យតាមសម្លាប់គ្រប់គ្នាព្រោះពួកសម្រាមទាំងនោះមិនស័ក្តិសមនឹងកាន់កាប់របស់មានតម្លៃបែបនេះឡើយជូកៀងស្ដោពេលលើកបញ្ជានោះប៉ុន្តែមិត្តភ័ក្តិគេតបវិញថាពួកគេនឹងស្ដាប់តាមបញ្ជារបស់ចៅហ្វាយក្មេងបុរសព្រៃមកខាងប្រមានថាព្រឹកស្អែកទីក្រុងខ្មោចទី1ដល់ទី5នឹងចូលក្នុងរណ្ដៅបើមកយឺតឬរករ៉ៃក្រហមមិនគ្រប់ទេក្រុមកម្ពុជាឥន្ទ្រីនឹងចោះទោសពួកគេមិនខានឬបែបនេះហុងយូក៏ចាប់អារម្មណ៍ហើយនិយាយថាមុនពេលចូលក្នុងអណ្ដូងរ៉ែគ្រប់គ្នាត្រូវតែឆៃឆេព្រោះចៅលួននិមិត្តសញ្ញានោះឯងលាក់ខ្លួនក្នុងក្រុមអ្នកជីករ៉ែថ្ងៃបន្ទាប់នៅស្ថានីយ៍រថភ្លើងមានភ្នាក់ងារម្នាក់ស្រ័យប្រាប់ឲ្យគ្រប់គ្នាប្រញាប់ឡើងជីឲ្យលឿនតួឯងយើងនៅកណ្ដាលហ្វូងមនុស្សហើយកំពុងមុំវិញផ្លូវទាំងស្រុងតែម្ដងពេលឮគេថាមិនបាច់ប្រញាប់ព្រោះគង់តែស្លាប់ហុងយូបានសួរកូនចៅថាមកជុំគ្នានៅក្រោយដឹងច្បាស់គេបញ្ជាឲ្យចាប់ផ្ដើមឆៃឆេគ្រប់គ្នាលើរថភ្លើងដោយមិនឲ្យអ្នកណាម្នាក់រួចខ្លួនឡើយជួបប្រាប់ថាម៉ាស៊ីន scan BP រហ័សខ្លាំងជាមួយធម្មពលវិញ្ញាណទើបវាអាចរកនិមិត្តសញ្ញានោះឃើញនិងបន្លឺសម្លេងប្រកាសអាសន្នចាប់ໄວក្មេងបញ្ជាមិនឲ្យខាត់ពេទេនឹងតម្រូវឲ្យចាប់ផ្ដើមភ្លាមតែម្ដងចិនភ្ញាក់ព្រឹកពីឃើញក្រុមបរិសដើរចូលមកពីក្រោយគេតែពេលដឹងថាពួកគេអាចមកពីក្រុមយាមកាមគេក៏ប្រុងប្រយ័ត្នក្រែងមានបញ្ហាកើតឡើងបុរសទាំងនោះចាប់ផ្ដើមរុញគេដោយប្រាប់មិនឲ្យខាត់ពេនឹងប្រញាប់ឡើងរថភ្លើងជីនត្រូវបានគេរុញច្រានទៅលើអ្នកផ្សេងទៀតយ៉ាងចង្អៀតពេលកំពុងចូលក្នុងរថភ្លើងគ្រប់គ្នាចាប់ផ្ដើមស្រែកថាទូរថភ្លើងពេញហើយមិនអាចផ្ទុកមនុស្សចូលទៀតទេបុរសពាក់មួកក្រុមមុខកំពុងកាន់ថ្មអត់កំបាំងមួយដែលធ្វើឲ្យតួឯកដាស់សមត្ថភាពខ្លួនមួយខណៈគេមានអារម្មណ៍ពីកម្លាំងដ៏ខ្មាំងងងឹតមនុស្សក្នុងទូរថភ្លើងចាប់ផ្ដើមធ្ងោពួកគាត់ថាវាពិបាកទ្រាំណាស់ហើយដកដង្ហើមលែងចង់រួចទៅហើយអ្នកខ្លះចាប់ផ្ដើមសន្លប់បាត់ស្មារតីកម្មករខឹងយ៉ាងខ្លាំងព្រោះមនុស្សពីរនាក់បានស្លាប់ដោយសារការប្រជ្រៀតគ្នានេះភ្លាមនោះពួកកូនចៅក៏ដកអាវុធចង្អុលទៅហ្វូមនុស្សហើយបញ្ជាហាមមិនឲ្យកម្រើកឡើយជីនបានលើកដៃឡើងលើដោយអ្នកផ្សេងទៀតនៅទីនោះដែរហុងយូដើរមកជាមួយកូនចៅហើយប្រាប់ថាគេបានបាត់របស់មានតម្លៃមួយក្នុងទីក្រុងហើយបញ្ជាក់ថាអ្នកយូវាទៅគួរតែប្រគល់មកវិញតួឯកយើងពេលឮបែបនេះក៏សន្និដ្ឋានថារបស់ដែលបាត់នោះអាចជានិមិត្តសញ្ញាឬមួយក៏វាគ្រាន់តែជាការចៃដន្យពេកដោយសារគ្មាននរណាហ៊ាននិយាយចៅហ្វាយក្មេងប្រាប់ថាគេនឹងរកវាតាមវិធីខ្លួនឯងព្រោះគ្មាននរណាព្រមហើបមាត់សោះបុរសភ្នែកម្ខាងបាំងមនុស្សយន្តរកនិមិត្តសញ្ញាដែលវាហត់ត្រង់មករកតួឯកយើងធ្វើឲ្យគេភ័យតក់ស្លុតមកផ្លែតដែរខណៈពេលម៉ាស៊ីនកំពុងស្កេនជីនមេកាទ្រីនោះបន្តនិយាយថាបើគេរកឃើញចៅនោះវាច្បាស់ជាស្លាប់មិនខានទេក្រោយដ្រូនស្កេនតួឯករួចវារាយការណ៍ថាមិនរកឃើញធម្មពលវិញ្ញាណទេជិនសុកដាវចូលស្រោមវិញព្រោះគេបានត្រៀមខ្លួនរួចរាល់ក្រែងមានបញ្ហាដ្រូនបន្តស្កេនខណៈហ្វូងមនុស្សកំពុងចលាចលយ៉ាងខ្លាំងអ្នកត្រីស្កេនពិតជាភ័យណាស់ពេលម៉ាស៊ីនទៅដល់បរិសពាក់មួកក្រមមុខវាក៏ចាប់បានធម្មពលវិញ្ញាណចៅហ្វាយក្មេងរំភើបណាស់ព្រោះសង្ឃឹមថាបានឃើញចៅហើយចនអេណោះភ្ញាក់ប្រោតដោយសារមិននឹកស្មានថាត្រូវគេចាប់បានសោះដ្រូនបានគ្រីស្តាល់មួយចំស្មាបរិសនោះចៅហ្វាយក្មេងដើរទៅជិតហើយប្រាប់ថាបើមិនជោគចាញ់ទេគេនឹងត្រូវសម្លាប់រួចគេក៏ចាប់កោអាវបរិសនោះហើយថាអញទៅណាមិនរួចទេចនទាញគ្រីស្តាល់ពីហៅប៉ៅមកអង្វរសុំក្តីមេត្តាព្រោះវាជារបស់តែមួយគត់ដែលគេមានហងយូភ្ញាក់ប៉ៅពេលឃើញគ្រីស្តាល់បណ្ដាសានោះរួចក៏ខឹងយ៉ាងខ្លាំងកំទេចវាចោលព្រោះគិតថាវាជាសម្រាមចៅហ្វាយក្មេងបញ្ជាឲ្យ drone scan ឡើងវិញភ្លាមចនត្រូវគេ scan ម្ដងទៀតហើយក៏គ្មានធម្មពលវិញ្ញាណខុសប្រក្រតីអ្វីដែរជាមួយលទ្ធផលនេះហុងយូកាន់តែខឹងខ្លាំងឡើងហើយក៏បញ្ជាឲ្យពួកគេបន្តទៅកាន់ទូរភ្លើងបន្តទៀត
5 ម៉ោងក្រោយមកទូអាចយើងថាគេជីរថភ្លើងនេះយូរណាស់ហើយរហូតមានបរិសម្នាក់និយាយទាំងភ័យថាភ្លើងក្រហមខាងមុខបញ្ជាក់ថាពួកគេកំពុងចូលក្នុងរណ្ដៅបិសាចហើយពួកឆ្មាំក៏លោតចុះពីរថភ្លើងបាត់អស់ដែរ ដោយគ្មានអ្នកណាបញ្ជាឡើយ គេបញ្ញាបើកបង្អួចយ៉ាងលឿនដោយនិយាយថារថភ្លើងនេះទៅត្រង់ចូលចំកណ្ដាលរណ្ដៅតែម្ដងហើយកាលណាពួកគេចូលកាន់តែជ្រៅពួកគេនឹងជួបសត្វចម្លែកកាន់តែច្រើន ទោះឲ្យយើងពេលឃើញបរិសនោះធ្វើបែបនេះក៏លៀនក្បាលតាមបង្អួចមើលឲ្យដឹងថាគ្រប់គ្នាក៏ធ្វើដូចគ្នាដែរដូច្នេះគេសម្រេចចិត្តមិននៅទីនោះទៀតទេ បន្ទាប់មកគេលួចចេញពីរថភ្លើងដោយត្រូវរមៀលលើដីដើម្បីទប់ជំហររបស់ខ្លួន បន្តិចក្រោយមកគេក៏ដល់រោងភ្នំគ្រីស្តាល់មួយ ជាងគិតថាកន្លែងនេះគឺថ្មីស្រឡាងហើយវាគ្មានព័ត៌មានអ្វីទេព្រោះគ្មានអ្នកនាំផ្លូវ ប៉ុន្តែស្រាប់តែគេឮសំឡេងមួយហើយភ្ញាក់ផ្អើលពេលដឹងថាគេកំពុងតែត្រូវគេវាយប្រហារហើយ រួចគេក៏បញ្ញាប់ទាញដាវកាប់ទៅលើគោលដៅរបស់ខ្លួនដោយអាចបញ្ឈប់សត្រូវបានទោះបីពួកវាលេចចេញពីក្រោមដីក៏ដោយ ជីនប្រាប់ឲ្យស្ត្រូវចេញមកក្រៅដើម្បីនិយាយគ្នាព្រោះគេចំណាយពេលនៅទីនោះយូរពេកហើយក្មេងប្រុសដែលកំពុងខឹងសម្បាម្នាក់បានផុសចេញពីដីហើយសម្ដៅមកវីប្រហារគេតែម្ដង ទោះឯងយើងគ្រាន់តែធ្វើចលនាធម្មតាក៏អាចកិច្ចការវាប្រហារនោះរួចហើយសួរថាឯងចង់លេងភ្លើពិបាកមែនទេ រួចគេក៏ចាប់ក្បាលវាបោកទៅនឹងដីយ៉ាងខ្លាំងធ្វើឲ្យសត្រូវរងរបួសយ៉ាងដំណំដោយប្រើតែមួយក្បាច់ប៉ុណ្ណោះ ជីលើកដាវឡើងត្រៀមមកចាប់ជីវិតសត្រូវប៉ុន្តែក្មេងប្រុសនោះស្រាប់តែអង្វរសុំជីវិតដោយប្រាប់ថាគេគ្មានជំរឿផ្សេងឡើយ ទូឯងយើងក៏ដកដាវចេញពីកក្មេងនោះរួចសួររយឈ្មោះនឹងមូលហេតុដែលគេព្យាយាមលួចសម្លាប់ខ្លួនដេកផ្ទាល់ដីគេឆ្លើយថាខ្លួនឈ្មោះឆាវហើយបានជាប់នៅទីនេះជាង10ថ្ងៃមកហើយដោយសារតែឃ្លានខ្លាំងពេកទើបគេដាច់ចិត្តលួចវាយប្រហារបែបនេះជីនសួរពីរបៀបដែលគេខ្លាចជាអ្នកកាន់អាជីព ក្មេងប្រាប់ថាការសម្លាប់បិសាចអាចផ្ដល់និមិត្តសញ្ញាបានប៉ុន្តែវាពិតជាកម្រណាស់ អញ្ចឹងជំរឿល្អគឺការពឹងពួកកូនអ្នកមានពីតំបន់លើព្រោះពួកគេមកទីនេះគ្រាន់តែលេងកម្សាន្តហើយច្រើនតែមិនចង់បានអ្វីទេ តែគេក៏ព្រមទទួលថាពួកនោះរៀងគួរឲ្យរំខានព្រោះជួយចិត្តយកពួកគេធ្វើជានុយតែបិសាចទើបធ្វើឲ្យការចាក់ចេញពីទីនេះកាន់តែពិបាក តួឯងសួរថាមានវិធីណាអាចរស់ក្នុងរណ្ដៅនរកនេះទេ សើប្រាប់ថាគេអាចរករោងភ្នំមួយដើម្បីពូនសិនបើអាចលាក់ខ្លួនបាន15ថ្ងៃនោះជាពេលដែលពួកកម្មករនិងកូនអ្នកមានចុះមកដល់ហើយ លឿនចឹងជីនក៏ចង់ដឹងពីរបៀបឡើង level គ្មានប្រុសប្រាប់ថាគេត្រូវធ្វើសម្លាប់ពពួកសត្វល្អិត តែទីនេះបិសាចដល់ level 11ឯពួកគេត្រឹម level 1សោះតួឯងថាពួកគេនៅទីនេះគឺសម្រាប់តែធ្វើជីប៉ុណ្ណោះ ភ្លាមនោះគេឃើញបិសាចក៏ពុះសំដៅមកតួឯងបានប្រញាប់រុញក្មេងប្រុសចេញដើម្បីជិះពីការវាយប្រហារ វាជាមួយឈាមក្រហម level 9សៀងភ័យតក់ស្លុតខ្លាំងពេកឃើញបិសាចនោះ ផ្ទុយពីចេនគេចាប់ទាញដាវមកដោយនិយាយថាទីនេះពិតជាសម្បូរបិសាចមែនទាំងដែលគេទើបតែមកដល់សោះ ក្មេងប្រុសចាប់ផ្ដើមរត់យ៉ាងលឿនដោយស្រែកថាពួកគេនឹងត្រូវសម្លាប់ហើយតែគេក៏ឈប់ភ្លាមពេលឮសំឡេងវាយប្រហារពីតួឯងដែលស្ទុះទៅមុខឥតញញើតហើយកាប់ចំបិសាចនោះរួចជន់ពីលើដងខ្លួនវាតែម្ដង គេថាបិសាចនេះល្វែងខ្ពស់តែសមត្ថភាពគេក៏អស្ចារ្យដែរសៀវសឹងតែមិនជឿនឹងហេតុការណ៍ទើបកើតឡើងនេះទេ គេទទួលស្គាល់ថាអស្ចារ្យណាស់ព្រោះមិនស្មានថាគាត់ពិតដួលបិសាចនោះត្រឹមមួយក្បាច់សោះ ពេលនេះគេចង់ខ្លាចជាមនុស្សចំណិតនិងសុខចិត្តធ្វើតាមរាល់ការបញ្ជាទោះជាគេលួចជង្គង់ក៏ដោយក៏តួឯងឆ្លើយថាមិនត្រូវការមនុស្សដែលជាបន្ទុកនោះទេទើបគេបដិសេធចោល ក្មេងប្រុសកាន់តែខកចិត្តព្រោះគេមិនរំពឹងនៅចម្លើយនេះសោះ ស្រាប់តែរុនវិមានបើកឡើងពីក្រោយជីនតែគេនៅប្រុងប្រយ័ត្នរហូតបិសាចលេខមុខមក បិសាចថ្មគ្រីស្តាល់ level 15កំពុងតម្រង់មករកពួកគេតួឯងមានការភ្ញាក់ផ្អើលជាខ្លាំងពេលឃើញបិសាចនេះនៅមុខគាត់ បិសាចលោតវាយឆោឲ្យរបួសដែលផ្ដល់ពេលឲ្យជីងគេខ្លួនបាន ក្មេងនោះស្រែកហៅរកជំនួយក៏ប្រាស់ពេលឃើញតួឯងនៅពីមុខខ្លួនតែបិសាចនៅតែដើរចូលមកបំរុងនឹងស៊ីពួកគេ បន្ទាប់មកវាក៏សម្ដៅទៅរកតួឯកដែលត្រៀមខ្លួនដោយប្រាសមត្ថភាពកាយៈបិសាចគេជឿជាក់ថាអាចសម្លាប់វាបានព្រោះតួវាមានការពារខ្ពស់មែនតែវាយឺតនឹងទើសទាស់ណាស់ តួឯងសម្ដៅទៅរកបិសាចនោះដោយផ្លាស់ប្ដូរទិសដៅជាបន្តបន្ទាប់ ចូលចិត្តវាបានដោយគិតពីការវាយប្រហារ បើកប្រោលលំហ 3000 គេអាចកាត់បិសាចថ្មគ្រីស្តាល់ដាច់ជា2 ក្រោយជ័យជំនះប្រព័ន្ធលោតប្រាប់ថាគេបាន XP 1000ពីការវាយប្រហារកម្រិតធ្ងន់និងមានប្រសិទ្ធភាព 100% ហើយឡើងដល់ level 6 តួឯងគិតថាការឡើង level បែបនេះគួរឲ្យចាប់អារម្មណ៍ព្រោះពិភពលោកនេះហាក់ដូចជាហ្គេមមួយ គេក៏បានដឹងថាបើគម្លាត level ជាមួយសត្រូវកាន់តែឆ្ងាយអត្រាធ្លាក់ item ក៏កាន់តែខ្ពស់ បន្ទាប់មកគេលូកដៃចូលក្នុងខ្លួនបិសាចរួចចាប់បាននិមិត្តសញ្ញាសម្ភារៈមួយជាអាវក្រោះថ្មគ្រីស្តាល់ធ្ងន់សម្រាប់កម្រិត level 1 item នេះបង្កើនការវាយប្រហារជិត 5% និងមានឱកាស 10% ដើម្បីកាត់បន្ថយការខូចខាតរហូតដល់ 20% ពេលនេះជីនទើបដឹងថាបិសាចពិតជាទម្លាក់សម្ភារៈមែននៅពេលត្រូវគេផ្ដួលតួឯងយកនិយត្តសញ្ញានោះមកបិទលើថ្ងាសដើម្បីបំពាក់វាតែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺប្រព័ន្ធបដិសេធដោយសារតែ level គេទាបពេកហើយគេក៏មិនដែលដឹងពីដែនកំណត់កម្រិតនេះដែរ ទោះយ៉ាងណាគេក៏បន្តដើរទៅមុខទៀតព្រោះគោលការណ៍សំខាន់ពេលនេះគឺត្រូវតែរស់ មិនយូរទេគេប្រទះគឺសម្បុកបិសាចមួយភ្លាមនោះពួកវាក៏សម្រុកចូលមកវាយប្រហារ ពេលនេះតួឯងជួបឧបសគ្គធំហើយព្រោះមានបិសាចគ្រីស្តាល់រាប់សិបក្បាលយ៉ាងជឿជាក់ជីនថានេះគឺជាអ្វីដែលគេត្រូវការដើម្បីឡើង level បន្ទាប់មកគេសំទូទៅរកបិសាចទាំងមួយយ៉ាងកម្លាំងដោយជន់បែកទាំងដីហើយតាំងចិត្តថានឹងកម្ចាត់ពួកវាឲ្យអស់ ជីនអាចសម្លាប់បិសាចគ្រីស្តាល់ level 9ក្បាលដំបូងបានយ៉ាងងាយជាមួយប្រសិទ្ធភាព 100% ព្រមទាំងកម្ចាត់បិសាចក្នុងសម្បុកទាំងអស់ផងដែរ ត្រូវសម្លាប់បិសាចចុងក្រោយរួចសារប្រព័ន្ធលោតប្រាប់ថាគេឡើងដល់ level 10ហើយ ក្រៅពីបាននិមិត្តសញ្ញាដាវបន្ទាប់ពីសម្លាប់បិសាចទាំង10ក្បាលឈីនបានចាប់យកនិមិត្តសញ្ញានោះមកកាន់យ៉ាងលឿនបំផុត និមិត្តសញ្ញានៃខ្លះនេះគឺជាអសរិទ្ធកញ្ចែបៃតងដែលបញ្ជាពួកកញ្ចែនិងផ្ដល់ការការពារព្រមទាំងការរស់រានខ្ពស់ តួឯងសប្បាយចិត្តនឹងសម្ភារៈនេះណាស់ហើយក៏ដឹងថានៅមាននិមិត្តសញ្ញាជាច្រើនប្រភេទទៀតដែរភ្លាមៗនោះជីនស្ទើរតែត្រូវទឹកអាស៊ីតបាញ់ចំហើយគេក៏ប្រញាប់ងាកមើលយ៉ាងលឿនថាតើមានរឿងអ្វីកំពុងកើតឡើងក្រៅពីត្រូវវាប្រហារម្ដងទៀតគេក៏ខិតខំគេចេញការវាប្រហារនៅតែបន្តហើយសត្វចម្លែកទាំងនោះបានសម្រុកចូលមកគៀកដើម្បីវាប្រហារទៅមុខនេះគឺជាបិសាចកម្រិតខ្ពស់ដែលមានចង្កុំនិងក្រញាំដ៏មុតស្រួចខ្លាំងជាងសត្វដទៃទៀតឆ្ងាយណាស់
វាជាសត្វល្អិតរ៉ែគ្រីស្តាល់កម្រិត25ជាសត្វដែលធំជាងជីនដល់ទៅ10ដងហើយគេគិតថាគួរតែដកថយសិនទើបល្អព្រោះវាមិនសមហេតុផលទេដែលត្រូវតស៊ូក្នុងសង្គ្រាមដែលដឹងថានឹងចាញ់ ប៉ុន្តែក្រោយពីរត់បានបន្តិចគេក៏បានជួបនឹងសត្វបិសាចជាច្រើនទៀតដែលពេលដឹងថាគេនៅទីនោះពួកវាក៏រៀបចំវាយប្រហារធ្វើឲ្យគេត្រូវឡោមព័ទ្ធដោយសត្វចម្លែកពីគ្រប់ទិសទីតែម្ដង សត្វល្អិតគ្រីស្តាល់នោះចាប់ផ្ដើមបាញ់ទឹកអាស៊ីតរបស់វា ជីងមានភាពរហ័សរហួនហើយបានគិតពីការវាយប្រហារនោះដែលធ្វើឲ្យវាហោះទៅចំពោះឆ្កែចចកបិសាចបណ្ដាលឲ្យពួកវាបង្វែរការចាប់អារម្មណ៍ទៅរកសត្វល្អិតនោះវិញព្រោះវាបានបាយប្រហារសមាជិកហ្វូងរបស់ពួកវាសត្វបិសាចទាំងនោះចាប់ផ្ដើមវាយប្រហារសត្វចម្លែកដែលកំពុងដេញតាមជីនចំណែកគេពេលនេះកំពុងលាក់ខ្លួនរងចាំឱកាសល្អបំផុតដើម្បីចាត់ការសត្វចម្លែកទាំងនោះកំពុងវាយតបគ្នាយ៉ាងសាហាវនៅក្នុងការប្រយុទ្ធដ៏ស៊ីសាច់ហត់ឈាម សត្វឆ្កែចចកមួយចំនួនបានលោតឡើងទៅលើក្បាលសត្វល្អិតនោះដោយខំសម្បករបស់វាហើយក៏អាចធ្វើឲ្យវារបួសបានសម្រេច ឃើញថាសត្វល្អិតនោះកំពុងតែចាញ់ជីនក៏ឆ្លៀតឱកាសនេះចូលទៅវាយលោកតែម្ដងព្រោះការការពាររបស់សត្វចម្លែកនោះត្រូវបានបំបែកហើយគេមានឱកាសដ៏ល្អបំផុត ជីនបានចាក់ដាវរបស់គេចំកន្លែងដែលហ្វូងជចកបានខំទម្លាយធ្វើឲ្យរបួសនៅលើក្បាលសត្វល្អិតនោះកាន់តែជ្រៅហើយវាក៏ស្រែកឡើងដោយក្តីឈឺចាប់ មិនយូរប៉ុន្មានរាងកាយរបស់សត្វចម្លែកនោះក៏បានផ្ទុះឡើងក្រោយពីការវាយប្រហាររបស់ជីនដែលធ្វើឲ្យគេឡើងដល់កម្រិត11 ក្រោយពីទទួលបានមួយបន្ទុកសម្រាប់ជំនាញពិសេសគេក៏បានជំនាញបិសាចដាវចាក់ខុសមលនិងរាងកាយបិសាចផងដែរជីនក៏អាចដំឡើងកម្រិតជំនាញថ្នាក់របស់គេដែរដូចជាការកាប់ជ្រៃប្រថពីឲ្យក្រោះកំពូលនិងទេពកសលពលឹងពិត ក្រោយពីឃើញការវិវត្តរបស់ខ្លួនជីននិយាយថាគេអាចយកឈ្នះមេកម្រិត2បានបាត់ទៅហើយប៉ុន្តែនៅតែត្រូវការឡើងកម្រិតឲ្យលឿនជាងនេះ ដើរតម្រង់ទៅរកនិមិត្តសញ្ញាដែលធ្លាក់គេទទួលស្គាល់ថាបើសិនជាគេមិនបានបញ្ឆេះការប្រយុទ្ធរវាងសត្វចម្លែកទាំងនោះទេគេច្បាស់ជារបួសធ្ងន់នៅក្នុងការប្រកួតនោះមិនខានប៉ុន្តែពេលនេះគេមានរបស់ទាំងពីរនៅក្នុងដៃឯងនិមិត្តសញ្ញាដំបូងគឺការលុតកញ្ចែខៀវជាឧបករណ៍កម្រិត2និងជាស្បែកជើងរហ័សរហួនលំដាប់ផ្កាយ5និមិត្តសញ្ញាមួយទៀតគឺជាដំបងរ៉ែគ្រីស្តាល់ពណ៌ស្វាយកម្រិត2ដែលមានប្រាជ្ញាផ្កាយ8អាចផ្ទុកនៅធម្មពលម៉ាណាមួយចំណែកហើយវាមានប្រព័ន្ធចរន្តម៉ាណាដែលផ្ដល់ឱកាស 15% ក្នុងការបង្វិលការចំណាយម៉ាណា 30% ត្រឡប់មកវិញពេលប្រើជំនាញ ប៉ុន្តែជីននិយាយថានិមិត្តសញ្ញាទាំងនេះគឺគ្មានប្រយោជន៍ទេនៅពេលនេះទោះបីជាគេត្រូវទុកវាសិនក៏ដោយ ស្រាប់តែមានការផ្ទុះមួយកើតឡើងជីនរៀបចំខ្លួនសម្រាប់ការប្រយុទ្ធមួយទៀតប៉ុន្តែគេក៏បានសួរមុនថាតើមាននរណានៅទីនោះឬអត់ហើយភ្លាមៗនោះសត្វចម្លែកជាច្រើនចាប់ផ្ដើមលេចចេញពីក្នុងផ្សែងទោះជាយ៉ាងណាក៏ដោយជីនបានទៅកន្លែងដែលការផ្ទុះនោះកើតឡើងដើម្បីចង់ដឹងថាមានរឿងអ្វីកើតឡើងឲ្យប្រកបក្រោយពីឆ្លងកាត់ឧបសគ្គរួចមកគេក៏បានឮសំឡេងនរណាម្នាក់ស្រែកប្រាប់ថាកុំឲ្យចូលមកជិតហើយគេក៏បានឃើញសត្វប្រជាបិសាចមួយចំនួនត្រូវកក់ផងដែរពេលបានឮសំឡេងនោះម្ដងទៀតជីនមានការភ្ញាក់ផ្អើលព្រោះគេស្ដាប់ទៅដូចជាធ្លាប់ស្គាល់បន្ទាប់មកគេក៏ឃើញហ្វាន់ដែលជាអ្នកកន្លុកស្រាគេធ្លាប់ជួបនៅថ្ងៃដំបូងបុរសសក់ក្រហមពេលឃើញសត្វចម្លែកទាំងនោះមិនទាន់ងាប់អស់ក៏សារភាពថាបើសិនជាគេនៅតែជាប់នៅទីនោះគេច្បាស់ជាត្រូវគេសម្លាប់យ៉ាងងាយមិនខានហ្វាន់សម្គាល់ឃើញថាសត្វចម្លែកពីរដែលនៅសល់គឺមានកម្រិតខ្ពស់ជាងមុនដូច្នេះហើយឱកាសរស់របស់គេគឺមានតិចតួចណាស់ពួកវាជាប្រជាបិសាចជាជួចឈាមពណ៌ខៀវកម្រិត19ពួកវាចាប់ផ្ដើមវាយប្រហារហ្វាន់ដែលកំពុងព្យាយាមរត់គេចឲ្យលឿនបំផុតក្រោយពីរត់ទៅដល់ទីតាំងសុវត្ថិភាពគេក៏ប្រញាប់វាយបកវិញដោយតម្រាំងអាវុធទៅរកសត្វចម្លែកទាំងនោះហើយនិយាយថាជាជាងរងចាំសេចក្តីស្លាប់តស៊ូប្រយុទ្ធដល់ទីបញ្ចប់ទើបល្អបន្ទាប់មកគេក៏បាញ់គ្រីស្តាល់តកកចេញពីកំភ្លើងរបស់គេប៉ុន្តែពេលវាហោះទៅជិតសត្វចម្លែកទាំងនោះគ្មានអ្វីកើតឡើងទេព្រោះថាមពលវាយប្រហាររបស់គេខ្សោយពេករឿងនេះធ្វើឲ្យយុវជនម្នាក់នោះភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញសត្វប្រជាទាំងនោះរៀបនឹងវាយបកវិញគេក៏ទទួលស្គាល់ថាគេប្រកាសជាមិនអាចរស់ចេញពីទីនេះបានទេសត្វចម្លែកទាំងនោះបានចូលមកគៀកហ្វានទៅហើយនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារសូម្បីតែសត្វនៅក្នុងស្ថានភាពនេះក៏ដោយអ្នកបាញ់កំភ្លើងនៅតែប្រាប់ថាគេពិតជាចង់រស់រានមានជីវិតណាស់ប៉ុន្តែគ្មានកម្លាំងតទល់ឡើយរហូតដល់ជីនបង្ហាញខ្លួនជួយឃើញបែបនេះហ្វាន់ពិតជាកោតសរសើរខ្លាំងណាស់បន្ទាប់មកជីនក៏ដើរចូលមកជិតហើយនិយាយថាពួកគេបានជួបគ្នាម្ដងទៀតហើយបរិស័កក្រហមសួរថាតើគេមែនទេដែលបានផ្ដួលមេទាំងពីរនោះហើយជីនក៏ឆ្លើយតបយ៉ាងស្ងប់ស្ងាត់ថាវាគ្មានអ្វីធំដុំនោះទេវងបានដើរមកជិតហើយចាប់ដៃរបស់ជីនដើម្បីសម្ដែងការដឹងគុណដោយនិយាយថាគេនឹងចងចាំការជួយសង្គ្រោះនេះហើយពេលនេះគេនឹងនាំពួកគេចេញប៉ុន្តែមុនពីពួកគេអាចចាក់ចេញបជាជញ្ជក់ឈាមទាំងនោះចាប់ដើមស្ដាររាងកាយឡើងវិញដែលធ្វើឲ្យហ្វាន់ភ្ញាក់ផ្លោយ៉ាងខ្លាំងពេលនេះសត្វចម្លែកនោះបានប្រែក្លាយទៅជាស្ដេចប្រជាបិសាចជញ្ជក់ឈាមពណ៌ខៀវកម្រិត20ដែលជាបិសាចកាន់តែខ្លាំងជាងមុនទៅទៀតអ្នកបាញ់កំភ្លើងក៏ចាប់ដើមភ័យខ្លាចសត្វបិសាចនោះស្ទុះចូលវាយប្រហារដោយបំបែកផ្ទាំងថ្មដែលជីននិងហ្វាន់កំពុងឈរយ៉ាងងាយប៉ុន្តែពួកគេអាចលោតគេចខ្លួនទាន់ទេលទាំងពីរអ្នកត្រៀមខ្លួនសម្រាប់ការវាយប្រហារម្ដងទៀតសត្វចម្លែកនោះបានវាយលោកសាជាថ្មីដោយព្រោះដុំភ្លើងចេញមកអ្នកបាញ់កំភ្លើងត្រៀមខ្លួនវាយបកវិញដោយនិយាយថាគេនឹងទប់ទល់សិនហើយជីនអាចរត់គេចពីកន្លែងនេះបានបន្ទាប់មកគេក៏បាញ់គ្រីស្តាល់ទឹកកកមួយទៀតទៅបុកនឹងដុំភ្លើងបង្កើតបានជារបាំងទឹកកកនិងអាចទប់ស្កាត់ការវាយប្រហារបានយ៉ាងជោគជ័យហ្វាន់ក្រោកឈរហើយប្រាប់ថាអាចទៅបានណាតែទូឯកយើងសួរវិញថាហេតុអីត្រូវរត់បើវាយទម្លីសត្វចម្លែកនេះតែម្ដងវាល្អជាងកំឡោះសក់ក្រហមលឺឲ្យប្រាំងសួរថាលោកឯងឈួតទេដឹងព្រោះបិសាចកម្រិតនេះជាប្រភេទកូនកាត់ដែលខ្លាំងជាងធម្មតាឆ្ងាយណាស់តែទោះជាយ៉ាងណាជីនឆ្លើយថាទេព្រោះគេចង់ដឹងឲ្យច្បាស់ថាតើនរណានឹងត្រូវដួលមុនម្យ៉ាងទៀតបើវាយឈ្នះមេធំនេះពួកគេនឹងឡើង level កាន់តែលឿនហើយមិនយូរប៉ុន្មានសត្វបជាវនោះក៏វាយបំបែកជញ្ជាំងទៅកក់ខ្ទេចទោះឯងយើងមិនបង្អង់យូរក៏ស្ទុះចូលវាយតែម្ដងហ្វាន់ឈរគាំងព្រោះគិតថាជីនពិតជាឈួតមែនមិនដែលឃើញអ្នកណាចង់រត់ទៅរកសេចក្តីស្លាប់បែបនេះទេគ្រាន់តែវាចូលមកដៃដំបងទោះឯងយើងធ្វើឲ្យសត្វចម្លែកនោះរបួសធ្វើឲ្យវាកាន់តែខឹងសម្បាហើយវាបកមកវិញជាមួយរលកសំឡេងដ៏ខ្លាំងក្លាជីនក្រោយពីទប់ការវាយប្រហាររបស់បជាវនេះហើយក៏ទទួលស្គាល់ថាវាកាចខុសប្លែកពីបិសាចមុនដែលគេធ្លាប់ជួបមែនបន្ទាប់មកគេក៏បញ្ចេញថាមពលរូបសំណាកទេពភ្លើងនរុដែលមានកម្លាំងវិបហាយ៉ាងសាហាវរូបសំណាកនោះហោះទឹកបាយបិសាចយ៉ាងលឿនហើយវាយចំកណ្ដាលទ្រូងវាតែម្ដង
ហ្វាន់ឃើញក្បាច់ប្រយុទ្ធនេះហើយក៏ស្ញប់ស្ញែងជាពិសេសអណ្ដាតភ្លើងពណ៌ខៀវនេះព្រោះគេគិតថាគ្មានថ្ងៃបានឃើញវាទៀតទេ ព្រោះកងទ័ពចក្រភពធានីបានសម្លាប់ត្រកូលដែលមានធម្មពលនេះចោលអស់ទៅហើយដោយទុកតែមនុស្សស្រីឲ្យរស់ប៉ុណ្ណោះ តួឯងយើងវាបិសាចនេះងាប់យ៉ាងងាយដោយប្រើធម្មពលរបស់គេហើយក៏ឡើងដល់ level 15តែគេត្អូញថាវាកាន់តែពិបាកឡើងហើយព្រោះត្រូវវាយសាច់ចម្លែកជាច្រើនក្បាលទើបអាចឡើងបាន4 level ហ្វាន់ដើរមកចិត្តតួឯងយើងហើយនិយាយអរគុណដែលបានជួយសង្គ្រោះជីវិតគេ ទៅពេលនេះជីនចង់ដឹងថាតើកំឡោះសក់ក្រហមនេះមានខ្លះដែរឬទេឬមួយក៏គ្រាន់តែជាមនុស្សធម្មតា កំឡោះនោះប្រាប់ថាគេធ្លាប់មានខ្លះស្ដាយតែត្រូវគេបោកធ្វើឲ្យខ្លាចជាមនុស្សធម្មតាហើយពេលនេះគេត្រូវរស់រានមានជីវិតដោយពឹងលើអាវុធមួយនេះប៉ុណ្ណោះ តួឯងយើងលឺហើយក៏ភ្ញាក់ផ្អើលហើយសួរថាតើពិតជាមានអ្នកអាចធ្វើឲ្យអ្នកមានខ្លះខ្លាចជាមនុស្សធម្មតាបានមែនឬអ្នកបាញ់កំភ្លើងតបថាវាមិនមែនជារឿងងាយទេហើយគេប្រហែលជាមនុស្សតែម្នាក់គត់ដែលនៅរស់នឹងធ្លាប់ជួបរឿងនេះជីនកាន់តែចង់ដឹងចង់លឺអំពីរឿងនេះថែមទៀត ហ្វាន់បញ្យល់ថានៅក្នុងទីជ្រៅមានជាតិពុលម្យ៉ាងឈ្មោះផ្កាទេពមច្ចុរាជវិធីសម្លាប់របស់វាគឺបំផ្លាញខ្លារបស់អ្នកកាន់ឲ្យទៅជាផ្លាកសញ្ញាធ្វើឲ្យធម្មពលធ្លាក់ចុះដូចមនុស្សធម្មតារួចហើយជាតិពុលដ៏សាហាវនោះក៏ផ្ទុះឡើងតែម្ដង កំឡុកសក់ក្រហមបន្តថាគេគឺជាមនុស្សតែម្នាក់គត់ក្នុងត្រកូលដែលមិនអាចដាស់ធម្មពលបានតែដោយសារគេជាកូនប្រុសច្បងនឹងតាមប្រពៃណីដូនតាគេបានទទួលមរតកផ្លាកសញ្ញាខ្លះក៏ដ៏ខ្លាំងមួយហើយចិត្តមនុស្សនេះពិតជាពិបាកស្មានណាស់ក្រោយពីស្ដាប់ចប់តួឯងយើងប្រាប់ថាគេអាចនឹកឃើញដល់រឿងភាគដែលកូនទាំង9ដណ្ដើមរាជបល្ល័ង្កគ្នាហើយថាគេនឹងជារាជទាយាទដែលត្រូវគេទម្លាក់ ក្មេងប្រុសនោះតបថាជានិយាយបែបនេះព្រោះគេនឹងជាកូនមហាសេដ្ឋីហើយអ្នកទាំងពីរគឺជាប្រភេទមនុស្សដូចគ្នាតែម្ដង តួឯងយើងលឺហើយក៏ឆ្ងល់កន្លោះសក់ក្រហមគាត់សម្គាល់ឃើញហើយប្រាប់ថាគេគិតថាត្រកូលរបស់តួឯងរលាយបាត់ទៅហើយតែពេលឃើញនៅរស់ចឹងគេអាចស្រមៃឃើញមុខកងទ័ពចក្រភពធានីតែម្ដងជីនកាំងហ្មងពេលក្មេងប្រុសនេះមើលគេធ្លុះបែបនេះ ហ្វាន់ចាប់ដើមនិយាយថាជាង 1000 ឆ្នាំមុនមានអ្នកត្រួសត្រែងម្នាក់បានដាស់ធម្មពលកម្រិត SS ហើយព្រមជាមួយគ្នានោះគេក៏ទទួលបានខ្លាស្តាំងរឿងគឺទាហានពលឺស័ក្តិសិទ្ធិ ធ្វើឲ្យតែអ្នកមានធម្មពលនិងបិសាចឈឺក្បាលគ្រប់ពេលដែលបានជួបគេ បុរសម្នាក់នោះមានឈ្មោះថាឃ្វីនតូជីនគួនហើយធម្មពលដែលគេដាស់បានមានឈ្មោះថារូបសំណាកទេពភ្លើងកម្រិតទាប ពេលនេះតួឯងយើងដឹងថាគេមានខ្សែស្រឡាយដ៏មានតម្លៃនៅក្នុងពិភពលោកនេះប៉ុន្តែនៅតែមិនយល់ថាហេតុអីត្រូវគេចាត់ទុកថាដាច់ពូជទៅហើយ ហ្វាន់និយាយថាគេមិនខ្ជិលពាក់ព័ន្ធនឹងរឿងរបស់ចក្រភពធានីទេហើយប្រាប់ថាត្រកូលរបស់តួឯងយើងគ្រាន់តែជា ភាពខកចិត្តមួយព្រោះរាប់រយឆ្នាំមកនេះគ្មានអ្នកណាអាចដាស់រូបសំណាកកម្រិត SS បានសោះហើយលើសពីនេះមេកុលសម្ព័ន្ធមានត្រឹមរូបសំណាកកម្រិត S ប៉ុណ្ណោះ ទូមិនសូវបង្រឿងច្រើនតាមមិនចូលចិត្តស្រាប់សម្ដីនេះទេតែគេនៅស្ងៀម សត្វតែមានធម្មពលភាចេញពីសាកសពប្រជាវធ្វើឲ្យពួកគេភ្ញាក់ផ្អើលរហូតដល់ឃើញផ្លាកសញ្ញាមួយធ្លាក់ចុះមក នេះគឺជាអាវុធដាវរបស់ស្ដេចប្រជាវដែលមានឈ្មោះថាដាវកោងប៉ាក់អំបោះខៀវវាជាអាវុធកម្រិត1ផ្កាយ5ដែលមានសមត្ថភាពលឿនស្រមោលបង្កើនលឿនវាយប្រហារនិងរត់បាន 20% ថែមទាំងមានកំហឹងស្ដេចប្រជាវដែលមានឱកាស 25% ពេលវាចេញដើម្បីបង្កើនទំហំខូចខាតចំនួន 50% នៅការវាលើក្រោយ ជីនពេញចិត្តនឹងអាវុធអ្នកប្រើដាវនេះណា បន្ទាប់មកគេក៏បំបែកផ្លាកសញ្ញានោះធ្វើឲ្យដាវមួយលេចចេញមកជំនួសទីតាំងវត្ថុនោះ កាន់ដាវក្នុងដៃតួឯងយើងនិយាយថារបស់នេះកប់ជាងអាវុធមុនទៅទៀតហើយវានឹងកាន់តែសាហាវបើអាចយកទៅផ្សំគ្នាបាននោះ ដោយសារចង់ដឹងថាវាខ្លាំងប៉ុណ្ណាគេក៏រៀបចំតេស្តអាវុធនេះលើផ្ទាំងថ្មរួចកាប់មួយដាវវាយបំបែកថ្មនោះតិចយ៉ាងងាយជីនភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងលឿនវាយប្រហារដែលគេទទួលបានពីអាវុធថ្មីមួយនេះរួចគេក៏នឹកឃើញការផ្សំអាវុធដើម្បីបង្កើតដាវដែលខ្លាំងជាងមួយតួឯងយើងយកដាវមកខ្វែងគ្នាហើយត្រៀមផ្សំវាចូលគ្នាស្រាប់តែអាវុធទាំងនោះបញ្ចេញថាមពលរួចរលាយចូលគ្នាคล้ายជាដាវដ៏អស្ចារ្យមួយធ្វើឲ្យតួឯងយើងភាំងដែលវាពិតជាអាចធ្វើបានមែន តួឯងយើងអះអាងថាឥឡូវវាកាន់តែកាយជាងមុនមែនប៉ុន្តែដើម្បីកុំឲ្យហ្វាន់ត្រឡប់ទៅវិញដៃទៅទេគាត់បានស្នើផ្ដល់បន្តងពីរដែលរកបានពីការវាយបេសាចមុនពេលមកដល់កន្លែងនេះ តែអ្នកបាញ់កំភ្លើងនោះប្រាប់ថាគេមានមហិច្ឆតាធំដូចគ្នាទើបគេមិនចាប់អារម្មណ៍នឹងបតង់កម្រិតទាបទាំងនោះទេជីននិយាយថាមនុស្សដូចគេមិនអាចរស់បានយូរទេទោះលឺបែបនេះក្តីក៏ហ្វាន់តបវិញថាហេតុផលនឹងហើយទើបគេចង់ធ្វើការដោះដូរជាមួយ ពេលនោះតួឯងយើងចាប់ផ្ដើមចាប់អារម្មណ៍ចង់ដឹងពីការដោះដូរនោះអ្នកបាញ់កំភ្លើងប្រាប់ថាគេមានបន្តងកម្រិត Legendary ដែលជាអ្នកបញ្ជាកំភ្លើងធំ យុវជននោះបញ្យល់ថានេះជាខ្លាអ្នកបាញ់ស៊ីបដ៏កម្របំផុតមានចម្ងាយបាញ់ឆ្ងាយនិងគ្របដណ្ដប់ផ្ទៃដីបានធំទូលាយ ដូច្នេះបើថ្ងៃមុខតួឯងចង់បង្កើតកងពលហើយចេញទៅរុករកនៅវាខ្សាច់វាជារឿងល្អដែលគួរតែមានអ្នកបាញ់កំភ្លើងចំណានចម្ងាយឆ្ងាយម្នាក់នៅក្នុងក្រុម ជីនពិតជាភ្ញាក់ផ្អើលខ្លាំងពេលឃើញអាយថឹមកម្រិត Legendary នោះ ក្មេងសក់ក្រហមបញ្យល់ថាបន្តោងទាំងនោះមានដល់ទៅ 8 កម្រិតគឺពណ៌សសម្រាប់កម្រិត On និងពណ៌ប្រផេះសម្រាប់កម្រិតធម្មតា បន្តពណ៌បៃតងកម្រិតមធ្យមពណ៌ខៀវកម្រិតខ្ពស់ពណ៌ស្វាយកម្រិតពិសេសពណ៌ទឹកក្រូចកម្រិត Epic ពណ៌មាសកម្រិត Legendary និងពណ៌ក្រហមកម្រិតទេវកថា ក្រោយពេលបញ្យល់ពីកម្រិតបន្តោងរួចយុវជននោះប្រាប់ថាគេចង់យក item កម្រិត Legendary នេះទៅដោះដូរជាមួយចំនួនមួយពេលទទួលយកបន្តោងនោះហើយតួឯងសួរថាតើគេមិនខ្លាចក្នុងការទុកចិត្តជ្រុលពេកទេឬក្មេងប្រុសនោះតបយ៉ាងស្កប់ស្ងាត់ថាមកពីពួកគេគឺជាមនុស្សប្រភេទដូចគ្នា បន្ទាប់មកគេក៏លាបផែនទីបង្ហាញហើយប្រាប់ថាគ្រួសាររបស់គេគឺជាអ្នកបើកអណ្ដូងរ៉ានេះមុនគេបង្អស់ តែក្រោយមកក៏លក់វាទៅឲ្យក្រុម Flying Eagle Legion ហើយបើមានការណែនាំពីគេតួឯងអាចឡើងដល់ level 3ក្នុងអណ្ដូងរ៉ែនោះដោយសុវត្ថិភាព ជីនទទួលស្គាល់ថាវាពិតជាផែនទីដ៏លម្អិតមែនដូច្នេះគេក៏សួរក្មេងប្រុសនោះវិញថាតើចង់ឲ្យគេជួយរឿងអ្វីមកវិញ ក្មេងសក់ក្រហមប្រាប់ថាយោងតាមកំណត់ត្រាគ្រួសារគេកណ្ដុលកណ្ដៀវ Abyss ធ្លាប់បានលេចមុខនៅតំបន់រណ្ដៅទី 1 ហើយសត្វចម្លែកនេះមានសមត្ថភាពពីកំណើតអាចដឹងនឹងបើកច្រកស្នាមប្រេះចូលទៅក្នុង Abyss បាន ដោយហេតុផលនេះគេក៏ស្នើទៅតួឯងថាបើសិនអាចបង្ខំឲ្យសត្វនោះបើកច្រកចូលទៅកាន់ Abyss បានកិច្ចព្រមព្រៀងនេះនឹងត្រូវសម្រេច ប៉ុន្តែតួឯករបស់យើងចង់ដឹងពីមូលហេតុដែលគេចង់ធ្វើបែបនោះខ្លាំងណាស់
យុវជននោះបញ្យល់ប្រាប់ទូឯកថាពេលដែលគេឡើងដល់ level 3គេនឹងអាចប្រើប្រាស់ធម្មពលវាយប្រហារកាន់តែខ្លាំងក្លាជាងមុនដែលអាចធ្វើឲ្យកណ្ដុរនោះរងរបួសហើយបង្ខំវាឲ្យបើកស្នាមប្រេះនោះបានមិនខាន ជីនយល់ព្រមតាមការដោះដូរនេះទៅពេលនេះគេដឹងថាត្រូវតែឡើងដល់ level 3សិនហើយនោះគឺជាបេសកកម្មដំបូង Fan ប្រាប់ថាមិនបាច់បារម្ភពីរឿងនោះទេព្រោះគេនឹងជួយជ្រោមជ្រែងទូឯកក៏សួរទៅយុវជននោះថាតើគេដឹងថាមេពីងពីងកំហឹងនៅក្នុងរណ្ដៅនោះលាក់ខ្លួននៅឯណាឬអត់ អ្នកបានកំភ្លើងកាំងស្តុកតែម្ដងពេលឮបែបនេះព្រោះមិនដែលមានអ្នកណាចង់ទៅតាមរកសត្វនឹងទេ ទូឯកបញ្យល់ថាគេត្រូវការផ្កាកំហឹងដ៏បរិសុទ្ធមួយតង Fan តបថាគ្រួសាររបស់គេគឺជាអ្នកដែលរកឃើញរណ្ដៅនេះមុនគេ ដូច្នេះគេក៏បញ្យល់ថាបើគ្មានដង្កូវស៊ីសាច់ទេរាយឈាមក្រហមគឺពិបាកទាញយកខ្លាំងណាស់ហើយបើតាមសម្ដីគេវត្តមានរបស់មេពីងពីងនោះហើយជាមូលហេតុដែលធ្វើឲ្យរណ្ដៅនេះអាចរកបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះបន្ទាប់មកគេក៏លាបផែនទីបង្ហាញតំបន់ហាមឃាត់មួយកន្លែងដែលសូម្បីទេ ខាងទេសចរ Redstone ហាមក្មេងៗពីទីក្រុងជាន់ខ្ពស់មិនឲ្យទៅលេងព្រោះថាមេពីងពីងកំហឹងនោះគឺជាបិសាចកម្រិតទី39ទៅហើយ អញ្ចឹងបានណាម្នាក់ដែលមានកម្រិតក្រោមរែង4ទៅតទល់ជាមួយវាច្បាស់ជាខ្លាយជាចំណីមិនខាន ជីនយល់ព្រមជួយគ្នានេះតាមរកកដោកឌីវទៅជាការដោះដូរគេចង់បានព័ត៌មានទាំងអស់ដែលតាក់ទងនឹងមេពីងពីងនោះ ពួកគេទាំងពីរចាប់ដៃគ្នាដើម្បីបញ្ជាក់កិច្ចព្រមព្រៀងបន្ទាប់មកក៏បន្តដំណើរទៅកាន់គោលដៅបន្តព្រៀងខ្លួន មួយសន្ទុះក្រោយមក Fan ប្រាប់ទូឯកឲ្យប្រយ័ត្នជើងព្រោះនៅទីនោះមានពពួកខ្ចាដំរីក៏ទុយដែក level 18កំពុងលាក់ខ្លួន ពួកវាអាចជីករួមក្រោមដីហើយពូកែខាងលូបវាយប្រហារណាស់គ្រាន់តែក្មេងនោះប្រមានពិស័តទាំងនេះភ្លាមក៏មានខ្ចាដំរីមួយលោតមកវាយប្រហារជីនពីក្រោយតែម្ដង តែមុននឹងត្រូវវាយចំអ្នកបាញ់កំភ្លើងក៏ស្រែកប្រាប់ទូឯកដែលគេរហ័សទីនដាវមកកាត់កន្ទុយខ្យល់ដំរីនោះដាច់តែម្ដង ក្រោយពេលត្រូវរបួសសត្វនោះក៏ងើបមកលើដីប្រឈមមុខទល់នឹងទូឯកដែលកំពុងស្រែកប្រាប់ឲ្យអ្នកបាញ់កំភ្លើងថយក្រោយសិនព្រោះគេអាចនឹងត្រូវគ្រោះថ្នាក់ដោយសារការវាយប្រហារនេះ បន្ទាប់មកគេក៏ស្ទុះចូលទៅវាយប្រហារយ៉ាងលឿនគ្រាន់តែមួយដាវសោះគេអាចកាប់ខ្ចាដំរីនោះដាច់ជាពីរចំណែកបាត់ទៅហើយ អ្នកបាញ់កំភ្លើងរត់យ៉ាងលឿនទៅរកសត្វនោះដោយនិយាយថាពពួកសត្វនេះតែងតែទម្លាក់ស្បែកដែលអាចប្រើសម្រាប់ជាបាលរបួសបាន យុវជននោះចាប់ផ្ដើមឆែករាវរក item នោះយ៉ាងតក់ក្រហល់ព្រោះគេកំពុងរងរបួសហើយត្រូវការការព្យាបាលជាបន្ទាន់ តែមិនតររកឃើញឯផងបិសាចជាច្រើនក៏ចាប់ផ្ដើមលេចមុខមកធ្វើឲ្យគេភ័យខ្លាចយ៉ាងខ្លាំង ហ្វ៊ីមិសាយចាប់ផ្ដើមរំកិលសំដៅទៅរកក្មេងប្រុសដែលកំពុងគាំងខ្លួននោះជីនក៏ស្ទុះយ៉ាងលឿនចូលទៅការពារដៃគូរបស់គេពេលចូលទៅដល់គេចាប់ផ្ដើមវាប្រហារលើពួកខ្ចាដំរីដោយកំចាត់សត្វដែលនៅក្បែរហ្វាន់បានតែពេលនេះតួឯកត្រូវប្រឈមមុខជាមួយបិសាចជាច្រើនទើបអាចរួចខ្លួនបានគេមករងចាំយូរទេក៏ស្ទុះចូលទៅវាប្រហារបណ្ដាស្រែកប្រាប់ក្មេងសក់ក្រហមឲ្យថយក្រោយបណ្ដាខណៈដែលគេកំពុងទប់ទល់ពញាពេលហើយ ជីនកាន់តែចេញធម្មពលខ្លាំងទៅធ្ងន់ខ្លួនបន្ថែមល្បឿននឹងកម្ចាត់សត្វទាំងនោះបានយ៉ាងងាយដែលមិនទុកឱកាសឲ្យពួកវាវាបកបានឡើយក្រៅកម្ចាត់បិសាចចុងក្រោយរួចសារមួយក៏លោតឡើងថាតួឯកបានសម្លាប់ខ្ចាដំរីកន្ទុយដែក level 80តែខ្ពស់ជាង level របស់គេឆ្ងាយណាស់ ជាមួយនឹងអត្រាប្រសិទ្ធភាព 100% ធ្វើឲ្យគេឡើងដល់ level 16 តួឯកលន់មកថាពេលនេះការកម្ចាត់បិសាច level 2ទាំងនោះគឺកាន់តែងាយស្រួលជាងមុនទៅទៀត Fan ពិតជាកោតសរសើរខ្លាំងណាស់ព្រោះសំបីតែអ្នកប្រើដាវកម្រិត SSS ក៏មិនប្រកាសថាអាចបញ្ចេញធម្មពលដ៏គួរឲ្យខ្លាចបែបនេះបានដែរជីនគាត់សម្គាល់ឃើញអ្វីមួយនៅក្បែរក្បាលរបស់គាត់ដូច្នេះគាត់ក៏សួរក្មេងប្រុសនោះថាវាជាអ្វីយុវជននោះនិយាយថារុក្ខជាតិ level 25នេះមានការព្យាបាលខ្លួនខ្លាំងណាស់ទោះត្រូវកាប់ជាកង់ក៏វានៅតែអាចដុះឡើងវិញបានដែរហើយវិធីតែមួយគត់ដើម្បីសម្លាប់វាគឺត្រូវវាយត្បូង amethyst នៅលើខ្នងរបស់វាសត្វចម្លែកនោះចាប់ផ្ដើមរីកធំឡើងពេលវាចូលមកវាយប្រហារ MC ដែលអាចគេចផុតពីការវាយលុកលើកទី1បានយ៉ាងរហ័សដោយប្រើប្រាស់ល្បឿនលឿនជាងសត្រូវគាត់បានរត់កាត់ពីលើខ្លួនរុក្ខជាតិស៊ីសាច់នោះហើយនិយាយថាចំណុចសោរបស់សត្វចម្លែកនេះគឺងាយមើលឃើញណាស់ជីនត្រៀមខ្លួនវាយប្រហារហើយពេលចូលទៅចិត្តល្មមគាត់ក៏កាប់មួយដាវផ្ដួលសត្វចម្លែកនោះតែម្ដងក្រៅការវាជាពីសារប្រព័ន្ធក៏លក់ឡើងបញ្ជាក់ថា MC បានសម្លាប់សត្វដែលខ្ពស់ជាងខ្លួន9 level ហើយបានឡើងដល់ level 18 Fan កាន់តែមានការកក់សរសើរព្រោះគាត់មិនសូវបានឃើញបច្ចេកទេសដាវដែលមានស្នាមកាប់យ៉ាងរលោងនិងស្អាតបែបនេះនៅលើបំណែកសាកសពសត្វចម្លែកដែលនៅសល់នោះទេ និមិត្តសញ្ញា2ទើបបានទម្លាក់ ឧបករណ៍ម៉ូតផ្កាពណ៌ស្វាយ level 2ដែលមានកម្លាំងកាយនិងបញ្ញាកម្រិត8ផ្កាយផ្ដល់នូវប្រសិទ្ធភាពព្យាបាល 15% រួមជាមួយគុណលក្ខណៈពិសេសនៃការព្យាបាលផ្កា វាជាជំនាញដែលអាចព្យាបាលគោលដៅភ្លាមដោយបន្សល់ទុកគ្រាប់ពូជព្យាបាលក្នុងខ្លួនដើម្បីបន្តជួសជុលរបួសជាប្រចាំវត្ថុទី2គឺពន្លឺពណ៌ខៀវសម្រាប់ class បូជាចាវេទមន្តដ៏ទេវភាពដែលអនុញ្ញាតឲ្យបញ្ចេញធម៌ពលស័ក្តិសិទ្ធិដោយជះពន្លឺយ៉ាងភ្លឺចែងចាំងទៅលើតំបន់គោលដៅសម្ព័ន្ធមិត្តនៅទីនោះទទួលបានការការពារដ៏ទេវភាពដែលជួយកាត់បន្ថយការខូចខាត Fanda មកសួរជីនថាតើគាត់មានជំនាញមកថយធម៌ពលដែរឬទេ MC សួរតែងឹងឆ្ងល់ថាវាមានន័យថាម៉េច យុវជននោះប្រាប់ថាការចុះខ្សោយគឺប៉ះពាល់ដល់ភាវៈរស់ប៉ុន្តែនិយាយរួមវាជួយទប់ស្កាត់ការព្យាបាលនិងការងើបឡើងវិញបន្ទាប់មកគាត់បញ្យល់បន្តថាពេលដាវរបស់ MC កាប់ត្រូវមុខរបួសរបស់សត្វចម្លែកនោះហាក់ដូចជារលាយដូចឈីសចឹងជីនទទួលស្គាល់ថាការវាយប្រហាររបស់គាត់ពិតជាប្លែកមែនប៉ុន្តែវាសិតតែដោយសារប្រាក់រង្វាន់ពីទេពកោសល្យចម្លែករបស់គាត់អ្នកបាញ់កំភ្លើងសួរ MC ថាតើគាត់ធ្លាប់សាកល្បងដោះនិមិត្តសញ្ញាចេញដែរទេជីនក៏ឆ្លើយតបវិញថាគាត់មិនធ្លាប់ទេ ក្មេងប្រុសបញ្យល់ថាការដោះនិមិត្តសញ្ញាចេញធ្វើឲ្យវានឹងរាងកាយរលាយចូលទៅក្នុងពិភពលោកដែលមិនអាចជួញដូរឬផ្ទេរបានឡើយហើយតរតែស្លាប់ទើបនិមិត្តសញ្ញានោះអាចរឹងមាំឡើងវិញបាន ដូច្នេះហើយពួកគេមិនគួរចាត់ទុកនិមិត្តសញ្ញាត្រឹមតែជាឧបករណ៍នោះទេព្រោះវាជាផ្នែកមួយនៃធម៌ពលបន្ទោះក្បាច់គុណ MC និយាយថាក្មេងប្រុសនេះហាក់ដូចជាដឹងរឿងច្រើនគួរឲ្យកត់សម្គាល់ Fan និយាយថាជាមួយសមត្ថភាពរបស់ជីនគាត់មិនបាច់នៅតំបន់នេះទេគឺអាចធ្វើដំណើរទៅទិសខាងជើងត្រង់ដែលមានស្ដេចឡាវ៉ាឈ្មោះ Behemoth level 3 នៅទីនោះ ក្រោយដើរអស់រយៈពេលយ៉ាងយូរទេសភាពនៅក្នុងរណ្ដៅក៏ចាប់ផ្ដើមប្រែប្រួលអ្នកបាញ់កំភ្លើងប្រាប់ថាស្ដេចឡាវ៉ាមានការការពារដ៏រឹងមាំនិងធម៌ពលមហាសាលប៉ុន្តែវាច្រើនតែដេកលក់ហើយប្រមានថាបើ MC អាចប្រើដាវដ៏មុតស្រួយរបស់គាត់វាអាចនឹងមានលទ្ធផលនឹកស្មានមិនដល់
បណ្ដាជាចង់ដឹងថាមូលហេតុអ្វីបានពួកគេទៅសម្លាប់សត្វចម្លែកមួយនេះ ក្មេងប្រុសនោះប្រាប់ថាសត្វចម្លែកនេះនឹងផ្ដល់បទពិសោធន៍យ៉ាងច្រើនដើម្បីឡើង level មិនយូរប៉ុន្មានពួកគេបានបន្តមករណ្ដៅដែលសីតុណ្ហភាពកាន់តែក្តៅខ្លាំងព្រោះវាជាកន្លែងដែលស្ដេចឡាវ៉ាបេហេម៉ាកំពុងដេកលក់ អ្នកបាញ់កំភ្លើងនិយាយថាសត្វចម្លែកនេះគឺជាសត្វដែលខ្លាំងបំផុតមួយដូចទៅនឹងស្ដេចពីងពីងដែរព្រោះវាមានការការពារកម្រិតខ្ពស់ហើយគម្រើមានអ្នកណាអាចវាយទម្លុះវាបានណាទោះជាយ៉ាងណាក៏ដោយជីនបានរើដុំថ្មមួយហើយរៀបចំគប់ទៅលើសត្វនោះដើម្បីធ្វើឲ្យវាមានរបួស MC បានគូវាអស់ពីកម្លាំងត្រូវចង់ក្បាលសត្វចម្លែកនោះហើយធ្វើឲ្យដុំថ្មបែកខ្ទេចគ្មានសល់ ជីនទទួលស្គាល់ថាការការពាររបស់សត្វចម្លែកនោះពិតជាខ្លាំងមែនបន្ទាប់មកគាត់ក៏ប្រើដាវរបស់គាត់វាយប្រហារតែម្ដងត្រឹមតែមួយដាវប៉ុណ្ណោះ MC អាចកាប់ដាច់ក្បាលសត្វចម្លែកនោះដោយជ្រៀកកាត់ដងខ្លួននិងពុះរាងកាយស្ដេចឡាវ៉ាជាពីរដែលបង្ហាញថាដាវរបស់គាត់ពិតជាអាវុធដ៏មានឥទ្ធិពលមែន ក្រោយពេលជីនទទួលបានជាជំនះសារប្រព័ន្ធក៏លុតឡើងបញ្ជាក់ថាគាត់បានយកឈ្នះគូប្រកួតដែលខ្ពស់ជាងគាត់21 level ដោយអាចឡើង level បានហ្វុងក៏ដួលអង្គុយទៅលើដី គាត់កៀងស្មារតីពីឃើញ MC អាចសម្លាប់សត្វកម្រិតខ្ពស់នោះបានត្រឹមតែមួយក្បាច់ និមិត្តសញ្ញា3បានធ្លាក់មកសម្រាប់ MC គាត់សប្បាយចិត្តណាស់ពីឃើញថាវាជាឧបករណ៍ពណ៌ទឹកក្រូចកម្រិត Epic Level 3ដែលមានឈ្មោះថា Lava Judgment ដាវធំមួយដែលមានកម្លាំង45ពិន្ទុកម្លាំងកាយ35ព្រមទាំងមានឱកាស 25% ក្នុងការបង្កសម្លេងគ្រោះហឹមឡាវ៉ាធម្មពលឡាវ៉ាដែលក្រោយពីវាយត្រូវគូដាំងម្ដងនឹងមានកម្លាំងកើនឡើង 10% ហើយអាចបូកបញ្ចូលគ្នាបានដល់ទៅ10ដងហើយនោះនេះធ្វើឲ្យការវាយលើក្រៅបញ្ចេញរលកឡាវ៉ាដែលคล้ายជាអាចផ្កាយធ្លាក់តម្រង់ទៅទិសដែលកំណត់បង្កជាការផ្ទុះខូចខាតយ៉ាងធ្ងន់ធ្ងរ ឈុតឧបករណ៍ឡាវ៉ានេះទទួលបានគុណលក្ខណៈបន្ថែមដែលផ្ដល់ឲ្យអ្នកប្រើប្រាស់នូវកម្លាំងកាយនិងភាពស៊ូទ្រាំកម្រិត15កាយ វត្ថុនេះក៏មានមុខងារជាពាក្យដៃកំពូលដែលធ្វើឲ្យអ្នកប្រើប្រាស់មិនរងឥទ្ធិពលគ្រប់គ្រងនិងជួយកាត់បន្ថយការខូចខាតបាន 20% ផងដែរ និមិត្តសញ្ញាមួយទៀតមានឈ្មោះថា Lava Chest Plate ជាពាក្យដៃធ្ងន់ level 3មានកម្លាំងកាយ18ផ្កាយនិងភាពស៊ូទ្រាំ15 ហើយវាមានឱកាស 15% ដើម្បីបង្កើតខែឡាវ៉ាដែលបង្កការខូចខាតដោយភ្លើងនិងបន្ថយល្បឿនសត្រូវនៅក្បែរនោះ MC ក៏ទទួលបាននិមិត្តសញ្ញាមួយហៅថា Lava Wall Helmet ផងដែរវាជាមុខពាក្យដៃធ្ងន់ level 3ដែលមានកម្លាំងកាយ15និងភាពស៊ូទ្រាំ12ព្រមទាំងមានឱកាស 10% ក្នុងការគេចវេះ ចុងក្រោយគឺ Emblem Small Lava នេះឯង វាជាអាវក្រោះធ្ងន់កម្រិត3ដែលមានកាយសម្បទា16និងភាពធន់13បូករួមទាំងឱកាស 10% ដើម្បីវាយបក រាល់ពេលវាយប្រហារត្រូវ3ដងអ្នកប្រើប្រាស់នឹងទទួលបានខែការពារការខូចខាតដែលបង្កើនភាពសម 60% និងគ្រប់គុណលក្ខណៈទាំងអស់15 ជាមួយនឹងការពង្រឹងរបស់ខេឡាវ៉ានេះការស្រូបយកការខូចខាតត្រូវបានបង្កើនដល់ទៅ2ដងឯណោះ ហើយការខូចខាតដែលតួអង្គទទួលបានថយចុះ 30% ចំណែកល្បឿនវាយប្រហារកើនឡើង15 ជីនិយាយថារបស់របរទាំងនេះពិតជាល្អមែនហើយគេគិតថាពេលនេះគេអាចឡើង level បានហើយ ប៉ុន្តែពេលបើមើលផ្ទះព័ត៌មានគេឃើញថាខ្លួននៅតែត្រឹម level 20 ដដែលដែលធ្វើឲ្យគេខកចិត្តយ៉ាងខ្លាំងដូច្នេះគេចាប់ផ្ដើមគិតថាគេចាំបាច់ត្រូវតែស្វែងរក emblem ដាវឲ្យបាន Fan បានដាក់មកចិត្តព្រមទាំងកាន់ផ្លែឈើ Lava ដោយនិយាយថាជាមួយនឹងរបស់មួយនេះក្តីសង្ឃឹមនឹងការតតាំងនឹងព្រំលិខិតរបស់គេនឹងកើនឡើង 20% ទោះអាចយើងបានសួរតែក្មេងប្រុសនោះថាតើគេស្គាល់ class ដាវណាដែលធ្លាក់ក្នុងរណ្ដៅនេះដែរឬទេព្រោះគេនៅ level 20ហើយត្រូវការដាវដែលល្អជាងនេះអ្នកបាញ់កំភ្លើងឆ្លើយថាមានបិសាចជាច្រើនដែលទម្លាក់ emblem ដាវប៉ុន្តែអត្រាគឺទាបណាស់ដូច្នេះគេត្រូវតែសម្លាប់បិសាចដែលមាន level លើសពី5ខ្លះទៅបានក្មេងប្រុសនោះក៏បានសួរថាតើជីនកំពុងស្វែងរកដាវប្រភេទណាគេឆ្លើយថាជាដាវដែលផ្ដោតលើភាពរហ័សរហួន Fan មិនយល់ស្របទេដោយនិយាយថាប្រហែលជាល្អជាងប្រសិនបើប្រើអាវុធដែលផ្ដោតលើភាពធន់ព្រោះការការពាររបស់អ្នកប្រើដាវគឺពឹងផ្អែកលើកាយសម្បទាដែលខ្សោយជាងអសរិទ្ធហើយការខូចខាតក៏តិចជាងអ្នកលួចឃាតដែរ បន្ទាប់មកគេបញ្យល់ថាទោះបីអ្នកទាំងនោះអាចប្រាស្គាល់ញឹកញាប់ក្តីក៏កាយសម្បទានិងការខូចខាតរបស់ពួកគេគឺទាបខ្លាំងណាស់ទោះអាចយើងពិតជាកោតសរសើរនៅព័ត៌មានដ៏ច្រើននេះណាស់អ្នកបាញ់កំភ្លឺប្រាប់ថាគេធ្លាប់ឃើញអ្នកប្រើដាវផ្នែកកាយសម្បទាត្រូវហ្វុកបិសាចវាយចាញ់យ៉ាងអាម៉ាស់ដោយសារតែខ្វះខាតកម្លាំងវាយប្រហារនេះឯងប៉ុន្តែគេទទួលស្គាល់ថាតួឯកគឺខុសប្លែកពីគេព្រោះរូបសំណាក់អណ្ដាតភ្លើងអាចបំពេញការការពាររបស់គេហើយបូកផ្សំនឹង skill វាយប្រហារលឿនវាអាចបំបីដែនកំណត់ទាំងនោះបានទាំងស្រុងប៉ុន្តែគេត្រូវការឲ្យតួឯកជ្រើសរើស skill ចលនារហ័សនិងការវាយប្រហារលឿនដើម្បីបំពេញបន្ថែមសម្រាប់ភាពរហ័សរហួននោះជីនទទួលស្គាល់ថាវាពិតជាសមហេតុផលណាស់ដូច្នេះគេក៏រំភើបចង់ដឹងអំពីកន្លែងបន្ទាប់ដែលពួកគេត្រូវទៅអ្នកបាញ់កំភ្លើងបើកផែនទីហើយនិយាយថាពួកគេអាចទៅមើលនៅទឹកធ្លាក់ស្ងួតជ្រលងព្រៃខ្មោចនិងចំណត់រថភ្លើងបានប៉ុន្តែដើម្បីតម្លើង level ខ្លះគេគ្រាន់តែត្រូវការ emblem skill នៃខ្លះរបស់គេផ្ទាល់ប៉ុណ្ណោះដូច្នេះបើពួកគេយកបានទាំង3នោះវាល្មមគ្រប់គ្រាន់អាចឡើង level បានហើយប៉ុន្តែសម្រាប់ level 4វាទាមទារការវិវត្តខ្លះហើយរឿងនោះគឺមិនអាចទៅរួចទេនៅក្នុងរណ្ដៅមួយនេះក្នុងពេលជាមួយគ្នានោះនៅតំបន់ខាងក្រោម Valot កំពុងតែខឹងសម្បាយ៉ាងខ្លាំងដោយបោះកដាស់ចោលលើឥដ្ឋព្រមទាំងគំរាមថាបើរក emblem មិនឃើញទេអ្នកក្រុងនេះទាំងអស់នឹងត្រូវកប់ចោលជាមិនខានប៉ុន្តែបរិបទនៃម្ខាងបានប្រាប់យុវជននោះថារឿងនេះគឺប្រៀបដូចជាការរាវរូបបញ្ចូលក្នុងបាតសមុទ្រអញ្ចឹងសៀវនិយាយថាបន្ទាប់ពីការទម្លុះនោះរណ្ដៅលេខ1ត្រូវការពេល20ឆ្នាំដើម្បីបើកឡើងវិញដូច្នេះគេនឹងផ្លាស់ប្ដូរមនុស្សទាំងអស់ក្នុងទីក្រុងនៃសេចក្តីស្លាប់រួចបញ្ជាឲ្យក្រុមអ្នកប្រមាញ់ស្វែងរកគ្រប់ច្រកលហកទាំងអស់មិនឲ្យចន្លោះឡើយជីបានប្រាប់ទៅម្ចាស់ក្មេងថាផែនការនេះល្អហើយវាងាយស្រួលក្នុងស្ថានភាពធម្មតាប៉ុន្តែពេលនេះមានស្ថានភាពថ្មីមួយកើតឡើងសម្ព័ន្ធមិត្តរបស់គេបន្ថែមថានៅតាមផ្លូវទៅទីនោះគេទទួលបានការហៅទូរស័ព្ទជាច្រើនប្រាប់ថាក្រុមយុវជនមកពីទីក្រុងខាងលើចង់ចូលមុនហើយប្រហែលជាមានអ្នកខ្លះទៅដល់ទីក្រុងនោះដើម្បីត្រួសត្រាយផ្លូវបាត់ទៅហើយហុងយូកាន់តែខឹងសម្បាឡើងក៏និយាយថាពួកគេមិនអាចចូលបានទេបើគ្មានបញ្ជាពីគេក្រៅពីនេះប្រសិនបើចៅនោះតាក់ទងទៅពួកគេនោះតំណែងជាម្ចាស់ក្មេងនៃទីក្រុងខាងលើរបស់គេនឹងលែងមានន័យអ្វីទាំងអស់ស៊ីវិលនិយាយថានោះគ្រាន់តែជាម្ចាស់ក្រុងតូចមួយក្នុងតំបន់ប៉ុណ្ណោះហើយមិនអាចបញ្ឈប់ពួកគេបានឡើយដូច្នេះគេស្នើឲ្យ Valot លូកដៃចូលព្រោះដោយសារតំណែងរបស់គេការចរចាអាចធ្វើទៅបាន
រឿងនេះធ្វើឲ្យវ៉ាឡតខឹងយ៉ាងខ្លាំងប៉ុន្តែមិនយូរប៉ុន្មានគេក៏ដឹងថាមានទូរស័ព្ទរោចូលពេលលើទូរស័ព្ទគេទើបដឹងថានោះគឺលោកពូទី2របស់គេដែលចង់ដឹងថាតា emblem នោះនៅឯណា ម្ចាស់ក្មេងឆ្លើយថាវាត្រូវបានរក្សាទុកយ៉ាងល្អប៉ុន្តែមិត្តភក្តិម្នាក់មានពិធីខួបកំណើតក្នុងអំឡុង2ថ្ងៃនេះហើយទទូចឲ្យនៅចូលរួមសិនដូច្នេះគេនឹងត្រឡប់ទៅវិញនៅថ្ងៃស្អែក បុរសនោះប្រាប់ក្មួយប្រុសថាប្រសិនបើគេមិនត្រឡប់មកវិញជាមួយរបស់នោះទេគេមិនបាច់មកបង្ហាញមុខនៅចំពោះមុខគាត់ទៀតឡើយ នេះធ្វើឲ្យវ៉ាឡតភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីដាក់ទូរស័ព្ទចុះគេក៏និយាយថាគេមិនអាចនៅស្ងៀមបានទៀតទេ ដូច្នេះគេបានទៅហ្វាំងសុំឲ្យជួយស្ទាក់ផ្លូវក្រុមមកពីទីក្រុងខាងលើព្រោះពួកគេជាមិត្តភក្តិតាំងពីក្មេងហើយគេត្រូវការយករបស់ដែលបាត់បង់នោះមកវិញពេលកំពុងធ្វើដំណើរទៅជួបពួកគេ ក្រៅពីនេះគេត្រូវការជំនួយដើម្បីកុំឲ្យជួបការលំបាកពេលត្រឡប់ទៅផ្ទះវិញដោយសារតែការបាត់បង់របស់នេះ បន្ទាប់ពីលើបែបនេះហ្វាននិយាយថាក្នុងរឿងនេះខ្លួននឹងខ្លាចជាអ្នកខុសទោះបីជាមិនបានធ្វើអ្វីខុសក៏ដោយទោះជាយ៉ាងណាគេបានទៅពិនិត្យមើលកន្លែងដែល emblem នោះបានបាត់បង់ហើយក៏បានបញ្ជាក់ថាផ្លូវនៃការផ្ទុះនោះគឺនៅខាងក្រោមហើយគ្មានរូបផ្សេងទៀតនៅខាងឆ្វេងឬខាងស្ដាំឡើយ ដូច្នេះវាស្ទើរតែប្រកាសទៅហើយថាជននោះគឺនៅក្នុងទីក្រុងនៃសេចក្តីស្លាប់បន្ទាប់មកគេក៏ប្រាប់ម្ចាស់ក្មេងឲ្យមើលថែខ្លួនឯងឲ្យបានល្អមុនពេលបញ្ចប់ការសន្ទនា ក្រោយពីដាក់ទូរស័ព្ទចុះតាចាស់ជោក៏លេចមុខចេញពី portal មកពេលគាត់ដើរមកជិតក្មេងប្រុសនោះបានសួរគ្រូមិនអាគមថាតើពួកគេអាចយករបស់នោះមកវិញបានឬទេតាចាស់នោះនិយាយថាមេគ្រូសាតែងប្រាប់ថាឲ្យតែចង់គឺអាចធ្វើបានទាំងអស់អញ្ចឹងពួកគេគ្រាន់តែត្រូវការការប្រឹងប្រែងបន្តិចប៉ុណ្ណោះ តាមស្ថានភាពពេលនេះឱកាសគឺតិចតួចណាស់ហើយយ៉ានប្រហែលជាមិនអាចចាំយូរដល់ថ្នាក់នឹងទេគ្រូវេទមន្តបន្តទៀតថាមេគ្រូសាបានទៅដល់ទីក្រុងពិសិដ្ឋធាតុរួចហើយដោយប្រាប់ថាមាននិមិត្តសញ្ញាអាតកបាំងមួយនៅទីនោះដែរងាកមករណ្ដៅវិញតួឯកទើបតែផ្ដួលស្ដេចសត្វល្អិតស្នែងរមាសបានវាកម្រិតខ្ពស់ជាងគេដល់9លំដាប់ហ្វានដាជួលក្បែរវា គេសួរថាអាចយកស្នែងរមាសនោះបានទេព្រោះវាអាចជួយព្យាបាលជើងគេឲ្យជាសះស្បើយលឿន ជិនថាគេអាចយកបានដោយសារតែរកបាននិមិត្តសញ្ញា គេលោតចុះមកក្រោមរួចចាប់ផ្ដើមឆែកមើលព័ត៌មានវាជានិមិត្តសញ្ញាពណ៌ស្វាយជាដាវបំបាច់តបកម្រិត 2 វាមានអតិពលជំនាញបញ្ចេញថាមពលកាយសាហាវដើម្បីវាយលុកយ៉ាងលឿនសម្ដៅរោគសត្រូវគោលដៅ ជីនរំភើបពេលដឹងថាដោបិសាជួយឲ្យគេរៀនជំនាញលើសមួយកម្រិតបាន ព្រាមនោះតួឯកប្រើនិមិត្តសញ្ញានោះហើយក៏រៀនជំនាញដើរបំបែកតបបានសម្រេចគេកាន់តែខ្លាំងសំបីពណ៌ភ្នែកក៏ដូរដែរ ជីនវាយប្រហារស្នែងនោះហើយកាត់វាដាច់យ៉ាងងាយអ្នកបាញ់កំភ្លើងស្ងើសរសើរណាស់ព្រោះមិននឹកស្មានដល់ការវិវត្តដ៏ធំនេះទេ ប៉ុន្តែតួឯកថាគេនៅតែត្រូវការបិសាកម្រិត 2 មួយទៀតដើម្បីឡើងកម្រិតទៀត ក្មេងប្រុសប្រាប់ថាមានបិសាចមួយឈ្មោះថាត្រីស៊ីឆ្អឹងរស់នៅក្នុងទឹក ថែមទាំងជាសត្វដែលពិបាកនឹងបដូរបំផុតទៀតផង ទោះជាយ៉ាងណាកំឡុះសក់ក្រហមយកសន្ទូចបោះចូលក្នុងទឹកភ្លាមៗដោយនិយាយថាគេអាចយកសាច់ស្ដាច់សត្វល្អិតធ្វើជានុយបាន បន្ទាប់ពីតម្លាក់សន្ទូចចូលទឹកមិនយូរប៉ុន្មានអ្នកបាញ់កំភ្លើងក៏ស្ទូចបានអ្វីមួយ សំណាងល្អពួកគេស្ទូចបានត្រីឆ្អឹងកម្រិត 23 ប៉ុន្តែត្រឹមតែមួយកាប់ប៉ុណ្ណោះតួឯកក៏អាចផ្ដួលសត្វនេះបាន វាជួយឲ្យតួឯកឡើងដល់ដំណាក់កាលទី 2ឃើញដូច្នេះគេពិតជាពេញចិត្តនឹងលទ្ធផលនេះ បន្ថែមពីនេះជំនាញថ្មីឡើងកម្រិត ពេលនេះដើរបំផ្លាញពណ៌ទឹកក្រួយឡើងកម្រិត 2 ហើយវាមានអត្តពលខួងចូលគោលដៅដោយប្រើកម្លាំងវិបហាសាហាវបាញ់រន្ទះពណ៌ស្វាយដែលបង្កការខូចខាតដល់សត្រូវតាមផ្លូវនិងវាពួកវាឲ្យស្លាប់ ដាវបឋមនេះបញ្ចេញថាមពលឈីយ៉ាងខ្លាំងក្លាដែលផ្ដល់ការខូចខាតធ្ងន់ធ្ងរដល់សត្រូវក្រោយពីមើលព័ត៌មានរួចរាល់ពួកគេក៏ដុតភ្លើងឲ្យអាំងសាច់ញ៉ាំយ៉ាងឆ្ងាញ់ពិសាហ្វានប្រាប់ឲ្យតួឯកសម្រាប់ដើម្បីញ៉ាំអីសិន អង្គុយជុំវិញភ្លើងតួឯកនិយាយថាសាច់នេះអាំងបានល្អណាស់ស្រួយពីក្រៅផុយពីក្នុងហើយគេក៏សរសើរថាក្មេងប្រុសនេះពិតជាមានដងដឹកនាំក្រុមទេសចរមែន អ្នកបាញ់កំភ្លើងសើចថាវាជាគំនិតល្អឯតួឯកនៅតែឆ្ងល់ក៏សួរថាពិភពលោកនេះធំទេ ពេលកំពុងញ៉ាំហ្វានប្រាប់ថាមនុស្សជាតិតែងតែពង្រីកទឹកដីជានិច្ចហើយគ្មាននរណាដឹងថាទីបញ្ចប់នៃពិភពលោកនេះយ៉ាងណាទេគេបញ្យល់ទៀតថាតាំងពីយុគសម័យគ្រប់គ្រងមក មហាអំណាចទាំង3បានលេចឡើងអាណាចក្រឥន្ទ្រីហោះអាណាចក្រអវសានកានិងទីក្រុងពិសិដ្ឋធាតុនៅទីនេះគេគោរពតែអ្នកខ្លាំងទេលើបែបនេះតួឯកថាបើអញ្ចឹងមែននោះការរស់រាននៅទីនោះពិតជាលំបាកណាស់ក្មេងប្រុសតបថាលោកនេះមានតែខ្លាំងទេទើបមានសេរីភាពព្រោះការរស់នៅផ្សេងទៀតសុទ្ធតែក្រោមអំណាចគេ ជីនក៏សួរថាអាណាចក្រឥន្ទ្រីហោះសពថ្ងៃនេះអាចទប់ទល់បានយូរប៉ុណ្ណាទៀត អ្នកបាញ់កំភ្លើងថាការគេនៅមានអំណាចនៅព្រំដែនមានសញ្ញានេះហ្វូងសត្វកើនឹងថយទៅហើយគេមិនសង្ឃឹមទេថាមហាអំណាចទាំង3អាចទប់ទល់រលកសត្វនោះបានដូច្នេះទីបំផុតពួកគេនឹងត្រឡប់ទៅយុគសម័យវង្វេងដែលមានសម្បុកបិសាចគ្រប់កន្លែងតួឯកថាបើពិតជាត្រឡប់ទៅយុគសម័យត្រីធំស៊ីត្រីតូចមែនវាពិតជាគួរឲ្យបារម្ភណាស់យុវជននោះថាក្រុមទេសចរអាចចូលមករណ្ដៅគ្រប់ពេលដូច្នេះគួរតែជៀសវាងពួកគេល្អជាងចំណែកក្នុងរណ្ដៅឯណោះវិញក្រុមពីទីក្រុងមរណៈកំពុងនៅលើចំណតរថភ្លើងក្រៅហ្វាងសួរហុងយូថាបើព្រឹកមិញមិនបានបើកច្រកទេចុះហេតុអ្វីទើបមកបើកនៅពេលនេះទៅវិញនេះក្មេងតបថាគឺដើម្បីឲ្យការប្រឡងគោលបំណងខ្សាច់ស្ងប់បន្តិចរួចសួរហ្វាងថាអាចជាអ្នកត្រួសត្រាយកម្រិត21ទេមិត្តគេសើថានេះមិនមែននេះក្មេងដែលត្រូវគេវាយបាក់ជើងទេឬឆ្ងល់ថាមានចរិតបែបណាទៅរួចសួរទៀតថាពួកគេកំពុងសាកសំណាងប្រឈមមុខនឹងគេម្ដងទៀតមែនទេ នេះក្មេងគិតថារឿងដែលគេបាក់ជើងយូរណាស់មកហើយត្រូវគេរំលឹកម្ដងទៀតពិតជាអាក្រក់ណាស់ លីងដែលអង្គុយកៅអីក្បែរនោះប្រាប់ឲ្យអ្នកទាំងពីរឈប់ហើយចាក់ចេញទៅ មេតបចាប់ផ្ដើមគិតថាក្នុងដំណើរនេះគេត្រូវនៅក្បែរពួកគេមិនអាចចេញឆ្ងាយទេព្រោះអាចនឹងបដូរនិមិត្តសញ្ញាដែលមិនទាន់រកឃើញពេលកំពុងញ៉ាំតួឯកក៏សួរអ្នកបាញ់កំភ្លើងថាក្រុមទេសចរនោះជាអ្វីបរិវេក្មេងនោះបានឆ្លើយតបថាពួកគេគ្រាន់តែជាក្រុមយុវជនប៉ុណ្ណោះពួកគាត់អ្នកមានមកពីតំបន់ខាងលើដែលទៅទីនោះដើម្បីតែសប្បាយចូលចិត្តការបបបាញ់និងស្វែងរកឱកាសល្អៗផ្សេងៗហ្វាន់កោឈរឡើងរួចប្រាប់ឲ្យពួកគេបន្តដំណើរទៅមុខទៀតហើយគេនឹងនាំផ្លូវទៅកាន់ចន្លងព្រៃខ្មោចដើម្បីដំឡើង level
មួយសន្ទុះក្រោយមកពួកគេក៏ទៅដល់ចលងភ្នំនោះបរោះសក់ក្រហមបានប្រមានថានៅទីនោះមានសត្វកដោបដាវជាច្រើនហើយពួកវាជាប្រភេទបិសាចដែលរហ័សរហួនបំផុតបន្ទាប់មកគេក៏ហុចក្របីឈាមមកគ្រាប់ដែលពេលផ្ទុះទៅវានឹងបញ្ចេញសរសៃឈាមទៅក្នុងអាកាស សរសៃទាំងនេះមានជាតិស្អិតដែលអាចកាត់បន្ថយល្បឿនរបស់សត្រូវទម្លាក់យ៉ាងខ្លាំង ដោយសារតួឯកយើងមានជំនាញពាក្យដៃកំពូលគេអាចបើកវាប្រើដោយមិនបារម្ភថាសត្វចម្លែកអាចធ្វើបាបបានឡើយអ្នកបានចម្លើយបន្តទៀតថាក្រោយពេលកណ្ដុំនោះងាប់ទៅនឹងមានប៉ារ៉ាស៊ីតលួសដែកយ៉ាងច្រើនលេចចេញពីរាងកាយរបស់វា បុរសសក់ក្រហមនិយាយថានៅក្នុងអាជីពចាស់របស់គេត្រូវបានគេស្គាល់ថាជាជាងជួសជុលសាច់និងឈាមវាជាអាជីពដែលបញ្ចូលគ្នារវាងវេទមន្តនិងបច្ចេកទេសហើយទេប៉ារ៉ាស៊ីតចេញមកគេអាចកម្ចាត់ពួកវាដោយខ្លួនឯងបានព្រោះគេចង់ដំឡើងកម្រិតអាវុធរបស់គេ ជីនមានការភ្ញាក់ផ្អើលដែលឃើញថាបរិសម្នាក់នេះជាមនុស្សធម្មតានិងគួរឲ្យគោរពព្រោះគេបានផ្ដល់ព័ត៌មានដ៏មានតម្លៃមួយបន្ថែមទៀតបុរសសក់ក្រហមប្រាប់ថាអាវុធនោះគឺជាផ្នែកមួយនៃរាងកាយរបស់គេទើបគេចង់ដំឡើងកម្រិតវាតួឯកយើងប្រាប់គេឲ្យសម្លាប់ប៉ារ៉ាស៊ីតឲ្យបានច្រើនតាមដែលអាចធ្វើទៅបានព្រោះគេត្រូវការប្រសិទ្ធភាព 100% តែពេលវាកម្ចាត់មីបិសាចប៉ុណ្ណោះ ស្រាប់តែពេលនោះទូអាចដឹងខ្លួនថាគីហៀបនឹងត្រឹងកដោបដាវវិប្រហាប៉ុន្តែគេក៏ប្រញាប់ប្រើជំនាញញាក់ការពារបិសាចដើម្បីការពារខ្លួនពីការវិប្រហាដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានទាន់ពេល ភ្លាមៗនោះជីនក៏វាបកទៅសត្វនោះពីក្រោយវិញហើយអាចកាត់វាជាពីរចំណែកដោយការវាតែមួយក្បាត់ប៉ុណ្ណោះ ក្រោយពេលទទួលបានជ័យជំនះសារមួយក៏លោតឡើងបញ្ជាក់ថាសត្រូវរបស់គេមាន level ខ្ពស់ជាងដល់ទៅ4កម្រិត តួឯកយើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកម្លាំងវាប្រហាររបស់បិសាចនោះព្រោះវាអាចទម្លុះពាក្យដៃរបស់គេបានយ៉ាងងាយស្រួលចំណែក fan ដែលស្គាល់សត្វចម្លែកទាំងនេះច្បាស់ក៏ប្រាប់ឲ្យតួឯកយើងដកថយសិន រាងកាយរបស់សត្វកណ្ដុបចាប់ផ្ដើមរស់ឡើងវិញដោយបញ្ចេញកោសិកាជាច្រើននិងបញ្ចេញថាមពលយ៉ាងកាចសាហាវ អ្នកបាញ់កំភ្លើងតម្រង់ទៅរកសត្វនោះហើយនិយាយថាដល់ពេលត្រូវធ្វើសកម្មភាពហើយរួចក៏បាញ់មួយគ្រាប់ធ្វើឲ្យសត្វចម្លែកនោះកកនឹងកម្រើកលេងរួច fan មានការពេញចិត្តនឹងស្នាដៃរបស់គេណាស់ប៉ុន្តែមិនយូរប៉ុន្មានតួឯកយើងក៏សម្គាល់ឃើញថាសត្វចម្លែកជាច្រើនទៀតកំពុងតែចូលមកជិត ហ្វុងកណ្ដុបពីកំពង់ខឹងសម្បំបានចាប់ផ្ដើមវាប្រហារព្រមៗគ្នាជីននៅតែរក្សាជំហរការពារហើយអាចរៀបរៀងការវាប្រហាររបស់ពួកវាបានយ៉ាងល្អហើយដោយសារតែសត្វចម្លែកទាំងនោះមានចំនួនច្រើនពេកពួកវាក៏វាប្រហារពីខាងក្រៅថែមទៀតឃើញបែបនេះ fan ក៏ស្រែកប្រាប់តួឯកឲ្យប្រញាប់ចេញមកក្រោយភ្លាម ប៉ុន្តែជីនបាយជាធ្វើផ្ទុយពីនេះហើយបញ្ចេញជំនាញរូបសំណាកភ្លើងនរកដោយអាចរីរាងការវាយប្រហាររបស់បិសាចដោយប្រើត្រឹមតែពាក្យដៃរបស់គេប៉ុណ្ណោះ បន្ទាប់មកគេក៏ចាប់ផ្ដើមវាយសម្រុកវិញហើយវាយកម្ចាត់សត្វចម្លែកទាំង3ដែលកំពុងវាយប្រហារគេបានយ៉ាងងាយស្រួលបំផុតពួកវាមាន level ខ្ពស់ជាងដល់ទៅ4កម្រិតប៉ុន្តែត្រូវចាញ់ដល់ប្រសិទ្ធភាព 100% ពេញតែម្ដង ហើយទោះបីជារាងកាយរបស់ពួកវាត្រូវកាត់ជាពីរក៏ដោយកោសិកាថ្មីៗក៏ចាប់ផ្ដើមលេចចេញមកហើយជួសជុលរាងកាយពួកវាភ្លាមៗដែលធ្វើឲ្យឈីនត្រូវដកថយសិន អ្នកបាញ់កាភ្លើងពេលឃើញតួឯកយើងរហ័សរហួនបែបនេះក៏ទទួលស្គាល់ថាខ្លួនឯងបារម្ភអត់ប្រយោជន៍មែនបន្ទាប់មកជីនក៏ឃើញបិសាចមួយទៀតកំពុងចូលមកហើយក៏វាយប្រហារទៅលើវាភ្លាមតួឯកយើងក៏វាយកម្ចាត់សត្វចម្លែកដែលនៅពីក្រួយដើមឈើបានសម្រេចប៉ុន្តែមានហ្វុងកណ្ដុកមួយក្រុមទៀតកំពុងតែសម្រុកចូលមកយ៉ាងឈ្គួតលីលាប៉ុន្តែជីនបានត្រៀមខ្លួនវាយប្រហាររួចទៅហើយគេក៏បញ្ចេញក្បាច់វាយប្រហារក៏ក្រើកផែនដីព្រះអាទិត្យការវាយប្រហារដ៏ខ្លាំងក្លានេះបានធ្វើឲ្យសត្វចម្លែកទាំងអស់ត្រូវរងរបួសជីនក៏ឆ្លើយតការនោះបន្តការវាយប្រហារនិងកាត់ក្បាលសត្វចម្លែកទាំងនោះរហូតឈានដល់ level 22 តួឯកយើងទទួលស្គាល់ថាទេពកសោដ៏ជាន់គ្នានឹងរញ៉េរញ៉ៃរបស់គេផ្ដល់ឲ្យគេនូវការខូចខាត់កម្រិតអាណន់ក្នុងការវាយប្រហារតែមួយដងដែលធ្វើឲ្យសត្រូវមិនអាចរារាំងបានឡើយ ប៉ុន្តែភ្លាមៗនោះមានកដោបមួយវាយប្រហារពីខាងក្រោយដែលវាយត្រូវតួឯកយើងហើយរុញគេឲ្យផ្លាតទៅមុខពេលនោះសត្វចម្លែកដែលខ្លាំងជាងមុនក៏លេចមុខមកជីនថយក្រោយបន្តិចហើយនិយាយថាគេស្ទើរតែត្រូវមេពិសាចដ៏អាចកំបាំងនោះសម្លាប់បាត់ទៅហើយ fan ក៏ប្រាប់ឲ្យតួឯកប្រញាប់ប្រើក្របីលន្ទះភ្លាមទៅគេក៏ប្រញាប់ទាញយកក្របីនោះហើយគប់វាទៅរកសត្វចម្លែកនោះភ្លាមក្របីនោះក៏ផ្ទុះនៅជិតសត្វកដោបដោយបញ្ចេញខ្សែចំណងជាច្រើនហើយអាចចងរត់សត្វចម្លែកនោះបានជាប់ ហ្វុននិយាយថាមេបិសាចនេះកម្រើកលែងរួចហើយឥឡូវនេះគ្រាន់តែត្រូវការសម្លាប់វាបិទបញ្ជីប៉ុណ្ណោះ ជីនក៏ស្ទុះទៅមុខយ៉ាងលឿនដើម្បីវាផ្ដាច់សង្ខារដោយអាចកាប់សត្វចម្លែកនោះជាពីរចំណែកត្រឹមមួយកំបិតប៉ុណ្ណោះ ក្រោយពេលទទួលបានជ័យជំនះសារមួយក៏លោតឡើងថាគេបានយកឈ្នះបិសាចដែលមាន level ខ្ពស់ជាងដល់ទៅ10កម្រិតជាមួយនឹងប្រសិទ្ធភាព 100% លើសពីនេះទៅទៀតតួឯកយើងបានឡើងដល់ level 23ហើយទទួលស្គាល់ថាជំនាញពាក្យដៃរបស់គេពិតជាខ្លាំងមែនព្រោះវាអាចទប់ស្កាត់ការវាយប្រហារបានយ៉ាងល្អ ជីនក៏បានកត់សម្គាល់ឃើញថាមានផ្លាកសញ្ញាចំនួន2ធ្លាក់ចុះមកវត្ថុទី1ពណ៌ស្វាយគឺជាដាវស្លាបហោះកម្រិត3ដែលមានឥទ្ធិពលជំនាញធ្វើឲ្យអ្នកប្រើប្រាស់អាចស្ទុះទៅមុខក្នុងល្បឿនយ៉ាងលឿនបំផុតបញ្ចេញការកាប់3ដងជាប់ៗគ្នាជាមួយនឹងការខូចខាតយ៉ាងធំធេងការកាប់លើកទី1គឺលឿនដូចខ្យល់ដែលផ្ដល់ការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សត្រូវរីឯទំហំនៃការកាប់លើកទី2ក៏ធំជាងមុនបន្តិចហើយចុងក្រោយការកាប់លើកទី3គឺមានប្រសិទ្ធភាពបំផុតខណៈពេលដែលមានពន្លឺបញ្ចេញពីរាងកាយរបស់អ្នកប្រើប្រាស់តែម្ដងបន្ទាប់មកគេក៏ស្ទុះទៅមុខជាមួយនឹងកម្លាំងនៃរន្ទះហើយបញ្ចេញការវាយប្រហារយ៉ាងខ្លាំងក្លាមួយ ហើយនិមិត្តសញ្ញាពណ៌ទឹកក្រូចនោះគឺជាដាវស្លាបបិសាចដែលមានការវាយប្រហារ3ដំណាក់កាលកម្រិត3ជាមួយឥទ្ធិពលជំនាញដែលធ្វើឲ្យ អ្នកប្រើប្រាស់មានស្លាបអាចហោះហើរក្នុងកម្ពស់ទាបហោះទៅមុខយ៉ាងលឿនដើម្បីវាយប្រហារ3ដងជាប់ៗគ្នាការវាយប្រហារដំបូងលឿនដូចខ្យល់បក់ លើកទី2បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សត្រូវនៅតំបន់ខាងមុខហើយលើកទី3វាយប្រហារយ៉ាងខ្លាំងក្លាទម្លុះសត្រូវនិងអ្នកដែលនៅពីក្រោយពួកវាតួឯកប្រុសនិយាយថាដើម្បីឡើងដល់ដំណាក់កាលទី3គេគ្រាន់តែត្រូវប្រកាសថាមានជំនាញដាវចំនួន3ប៉ុណ្ណោះពេលនេះពួកគេជួបជុំគ្នា fan ដើរមកចិត្តហើយនិយាយថាទាំងអស់នេះគឺដោយសារតែការយកឈ្នះមេកន្ត្រៃយៈនោះក្មេងប្រុសនោះញញឹមហើយនិយាយថាអាវុធរបស់គេឡើងកម្រិតដល់កម្រិត1ហើយតួឯកប្រុសក៏បានចូលរួមអបអរសាទរគេផងដែរ ញ
អ្នកបាញ់កំភ្លើងនិយាយថាតាមពិតជីនទេដែលគួរតែត្រូវបានអបអរហើយសួរថាតើគេត្រូវការប្រមាណដំណាក់កាលទៀតទើបអាចវិវត្តបាន តួឯកប្រុសឆ្លើយថាត្រូវការតែមួយទៀតប៉ុណ្ណោះបន្ទាប់មកគួរតែស្វែងរកបិសាចកម្រិតខ្ពស់ប៉ុន្តែមានចលនាយឺតៗព្រោះវាអាចជួយឲ្យការប្រមាញ់កាន់តែលឿនជាងមុន បរិសុទ្ធក្រហមប្រាប់ឲ្យពួកគេជិះដំណើរព្រោះគេនឹងនាំទៅកន្លែងថ្មីមួយសន្ទុះក្រោយមកពួកគេមកដល់វាលមួយដែលមានបិសាចកំពុងស៊ីគ្រីស្តាល់ ហ៊ុនប្រាប់ថាពួកវាជាគោស្នែងឆ្អឹងខ្នងដែលជាប្រភេទបិសាច slot boot ហើយហ្វូងទាំងមូលគឺស្ថិតនៅដំណាក់កាលទី3 គេបញ្យល់ថាសត្វទាំងនេះវាយប្រហារតលតែមានគេវាយវាមុនហើយគ្មានកងទ័ពក្រោមដំណាក់កាលទី3ណាអាចទប់ទល់នឹងឥទ្ធិពលជំនាញវាយប្រហារជាក្រុមរបស់ពួកវាបានទេ តួឯកប្រុសសួរថាតើមានវិធីល្អដើម្បីដោះស្រាយជាមួយពួកវាដែរឬទេ បរិសុទ្ធក្រហមនិយាយថាដើម្បីតទល់នឹងបិសាចប្រភេទនេះយល់ល្អគួរតែប្រើប្រាស់ដីនិងចម្រោកព្រោះពីមុនអ្នកត្រួតត្រាយផ្លូវបានប្រើគ្រូមន្តអាគមធាតុដីដើម្បីជីកលេនដ្ឋាននិងអន្ទាក់ជាច្រើន ដែលរួមបញ្ចូលជាមួយជំនាញគ្រប់គ្រងដីដើម្បីបន្ថយល្បឿននៃការសម្រុករបស់ហ្វូងបិសាចទាំងនោះ ប៉ុន្តែដោយសារពេលនេះគ្មានជំនួយទាំងនោះពួកគេអាចត្រឹមតែខួងរុនចូលទៅក្នុងជញ្ជាំងថ្មប៉ុណ្ណោះ ហ្វិនបន្តទៀតថាគោស្នែងទាំងនេះមានជំនាញហៅថាគុកដីដែលអាចបិទជញ្ជាំងថ្មនិងឃុំឃាំងសត្រូវភ្លាមដូច្នេះប្រសិនបើតួឯកប្រុសប្រើលាអាំងថ្មដើម្បីគេចពីការជន់ឈ្លីរបស់ពួកវាគេត្រូវតែប្រញាប់ចេញមកក្រៅវិញឲ្យលឿនបំផុត ជានិយាយថាគេយល់ហើយគណៈកំពុងដើរទៅមុខគេក៏ប្រាប់អ្នកបាញ់កំភ្លើងឲ្យឈរមើលសិនបន្ទាប់មកចាប់ផ្ដើមបញ្ចេញការវាយប្រហារជាច្រើនទៅលើផ្ទាំងថ្ម មកសន្ទុះក្រោយមកតួឯកប្រុសក៏ធ្វើរួចរាល់ខណៈបិសាចទាំងនោះកំពុងស៊ីចំណី ហ្វានតម្រាំកំភ្លើងបាញ់ទៅលើបិសាចតែទានចំណាប់អារម្មណ៍ហ្វូងទាំងមូលដោយបន្ទូទៅកកគោស្នែងទាំងនោះខឹងសម្បាយយ៉ាងខ្លាំងហើយស្ទុះមករកផ្ទាំងថ្មអ្នកបាញ់កំភ្លើងប្រាប់តួឯកប្រុសឲ្យត្រៀមខ្លួនព្រោះពួកវាកំពុងសម្រុកមកហើយជាប្រាប់ថាគ្រប់យ៉ាងត្រៀមរួចរាល់ហើយទោះបីជាបិសាចឡំពាត់គេក៏ពួកវាមិនអាចធ្វើបាបគេបានដែរ គោស្នែងប្រើជំនាញរបស់ពួកវាវាយទៅលើថ្មដែលចាប់ផ្ដើមបាក់បាយក្រោមធម្មពលរបស់បិសាចទាំងនោះ ឃើញថាមពលនោះតួឯកប្រុសក៏ព្រមទទួលស្គាល់ថាសំណាងហើយដែលស្ដាប់តាមហ្វាន់បើមិនចឹងទេគេច្បាស់ជាត្រូវវាយខ្ទេចដូចនំទៅហើយ អ្នកបាញ់កំភ្លើងប្រមានថាក្រោយពីពួកវាប្រើជំនាញរួចពួកវាត្រូវការពេលដើម្បីបំពេញធម្មពលវិញដូច្នេះនេះជាឱកាសតែមួយគត់ដើម្បីកម្ចាត់ពួកវា បិសាចនៅតែបន្តសម្រុកមកជីនប្រញាប់ប្រើជំនាញបំបីដីរបស់គេវាចំមួយផ្នែកនៃហ្វូងនោះ តួឯកប្រុសឆ្លៀតឱកាសស្ថិតនៅក្នុងទីតាំងល្អបន្តការវាយប្រហារដោយប្រើប្រាស់ដើមមហន្តរាយការវាយប្រហាររបស់ជីនពេលនេះកាន់តែខ្លាំងក្លារហូតអាចកាប់បិសាចទាំងនោះជាពីរបាន បរិសុទ្ធក្រហមស្ញប់ស្ញែងយ៉ាងខ្លាំងពេលមើលតួឯកប្រុសប្រយុទ្ធហើយបញ្ជាក់ថាទោះគេនៅកម្ពុជាកម្លាំងក៏មិនអាចយកឈ្នះជីនបានដែរ សូម្បីតែបុកបញ្ចូលកម្រិត SS របស់គ្រួសារគេជាមួយទេពកោសលដ៏អស្ចារ្យបំផុតនៃថ្នាក់វិស្វករសេះដុំយន្តក៏គេនៅតែចាញ់ដែរព្រោះគេអាចមើលឃើញកម្លាំងរបស់ជីនដែលខ្លាំងដូចជាបិសាច ក្រោយការប្រយុទ្ធតួឯកប្រុសឡើងដល់កម្រិត 29 ហ្វាន់ដើរមកជិតហើយប្រាប់ថាគេមិននឹកស្មានថាអាចកម្ចាត់ពួកវាបានទេហើយគិតថាគ្រាន់តែទាញពាក់កណ្ដាលហ្វូងដោយការបាញ់ប៉ុណ្ណោះតែទីបំផុតវាមិនចាំបាច់ឡើយ ជីនសួរថាតើវាគ្មានមេកូគ្រីស្តាល់ទេឬបុរសសក់ក្រហមថាគ្មានទេហើយបើមានមែនពួកគេប្រកាសជាត្រូវជួបពីងយ៉ាក់មួយទៀតមិនខាន អ្នកបាញ់កំភ្លើងកាន់កំបិតប្រាប់តួឯកប្រុសថាសាកសពគោទាំងនោះមានវត្ថុមួយហៅថាភ្នាសដែលមានគុណភាពល្អជាងថ្នាំសង្គ្រោះទៅទៀតក្រោយពីវគ្គសាកសពរួចហ្វូនរកឃើញមួយហើយក៏អបអរសាទរព្រោះវាមានតម្លៃថ្លៃខ្លាំងណាស់តួឯកប្រុសសួរថាតើពួកគេខ្លាចជាអ្នកមានហើយមែនទេបុរសសក់ក្រហមប្រាប់ថាពួកគេត្រូវការសាជីវកម្មធានព្រោះពួកគេជាអ្នកឈានមុខខាងថ្នាំពិសិដ្ឋ បុរសសក់ក្រហមប្រាប់ថាពេលនេះពួកគេត្រូវប្រញាប់ទៅមុខទៀតហើយព្រោះក្លិនឈាមនឹងតាក់ទីបិសាចជាច្រើនឲ្យមុខទីនេះ ជីននិយាយថាគេខ្វះតែកម្រិតមួយទៀតនឹងឡើងដល់ដំណាក់កាលថ្មីហើយប៉ុន្តែហ្វាន់ប្រាប់ថាវាមិនមែនចេញមកតែមួយប្រភេទទេគឺមួយហ្វូងចម្រាស់ដែលកាន់តែរឹងមាំពីបាក់វាយ និយាយរួចគេក៏បញ្យល់ថានៅទីនេះបទពិសោធន៍ត្រូវតែប្រមូលបន្តិចម្ដងទៅតាមពេលវេលាតួឯកប្រុសថាគេនិយាយត្រូវប៉ុន្តែមិនអាចដោះបង់និមិត្តសញ្ញាដែលធ្លាក់ទាំងនេះចោលទេដើរបានមួយសន្ទុះពួកគេក៏មកដល់អណ្ដូងរាយមួយខណៈកំពុងដើរលើផ្លូវរថភ្លើងហ្វានប្រាប់ថាពួកគេនឹងទៅកាន់តំបន់កណ្ដាលដែលមានបិសាចក៏កុនច្រើនជាងនេះទីនេះប្រៀបដូចជាសម្បុកជ្រូកកោនចឹងព្រោះសត្វល្អិតសូត្រខ្សែប្រាក់រស់នៅក្នុងរណ្ដីក្រហមពួកវាស្ទុកទុកចំណីនឹងត្បាញសម្បុកក្រោមដីដ៏ធំដើម្បីរក្សាចំណីឲ្យនៅរស់ខាងក្នុងនោះប៉ុន្តែបើតួឯកប្រុសអាចសង្ងំមើលទីនោះបានគេច្បាស់ជាងាយស្រួលប្រមាញ់បិសាចទាំងនោះណារថភ្លើងទើបតែចូលចុងក្នុងផ្លូវរួមក្រោមដីដោយរក្សាល្បឿនពេញទំហឹងហ្វូងដើរត្រកជេរដោយអរគុណដែលគាត់បានដឹកនាំក្រុម ក្នុងពេលកសាងគ្រួសារបែបនេះបរិវ័យក្មេងប្រាប់ថាកិច្ចការសំខាន់បំផុតគឺការត្រួសត្រាយផ្លូវហើយពេលរួចរាល់អ្វីៗអាចចរចាបានម៉ាក់អង្គុយមាត់បង្អួចធុញទ្រាន់នឹងការធ្វើដំណើរទៅហើយគេឆ្ងល់ថាតើពេលណាទើបឈប់ មិនយូរប៉ុន្មានរថភ្លើងក៏បើកកាត់តួឯកនឹងដៃគូដែលកំពុងភ័យញ័រខ្លាំងពេលឃើញវាព្រោះគិតថាថ្នាក់នេះនឹងកើតឡើងក្នុងពេល15ថ្ងៃទៀត ពេលសំឡុងមករថភ្លើងហ្វានអាចឃើញម៉ាកតាមបង្អួចអ្នកទាំងពីរស្រឡាំងកាំងពីឃើញគ្នាទៅវិញទៅមក អ្នកមានវ័យក្មេងមិនជឿថាអ្នកបាញ់កំភ្លើងនៅរស់ទេជេរសម្គាល់ឃើញរួចដើរទៅសួរថាតើមានរឿងអ្វីកើតឡើងដោយមិនឆ្លើយតបម៉ាក់បើកបង្អួចរថភ្លើងហើយលោតចេញទៅពេលលោតចេញមកម៉ាក់តម្រង់ទៅកន្លែងដែលគេឃើញតួឯកនិងហ្វានកំពុងនិយាយគ្នា កូនចៅរបស់គេក៏លោតតាមអ្វីដែលពួកគេឃើញចវាយឈូស្ងៀមហើយសួរថាតើមានរឿងអ្វីកើតឡើងគេតបថាពិតជាមិនបានឃើញអ្វីខុសប្រក្រតីទេហើយនោះគ្រាន់តែជាមនុស្សម្នាក់ដែលនៅទីនោះដែលសម្រាប់គេគឺស្លាប់បាត់ហើយ ពេលអ្នកបាញ់កំភ្លើងនឹងជីងកំពុងតែដើរតួឯកនិយាយថាយុវជនក្នុងទូរភ្លើងនោះហាក់ដូចជាស្គាល់គេច្បាស់ បរិសុទ្ធក្រហមប្រាប់ថាគេពិតជាស្គាល់មែនហើយគេគឺជាម្ចាស់វ័យក្មេងដ៏មានទ្រព្យម្នាក់ដែលនឹងមកទិញរបស់របរខ្លះតួឯកសួរថាតើនេះជាម្ចាស់វ័យក្មេងមកពីក្រុមហិរញ្ញវត្ថុមែនឬទេ ហ្វានបញ្យល់ថាក្រុមហិរញ្ញវត្ថុឋានហ៊ីមានប៊ូជីចាងងឹតម្នាក់ខ្លាញ់ខ្លួនជាប៊ូជីចាល្អព្រោះមើលមួយផ្លែតទីក្រុងខាងលើទាំងមូលមាននិមិត្តសញ្ញាថ្នាក់អាចកំបាំងតែ2ទេ មួយគឺជាជាងមេកានិកសាច់ឈាមតាំងពីពេលនោះហើយមួយទៀតគឺជាអ្នកចម្បាំងបិសាចផ្គួរលាន់នៃកងពលអន្ត្រីហោះលើពីនេះគ្មានអ្នកណាដឹងទេថាគ្រួសារគេពិតជាមានថ្នាក់ទេវកថាទី3ហើយកូនចៅក្នុងត្រកូលក៏អាចស្រូបយកធម្មពលនេះបានយ៉ាងពិតប្រាកដ
ស្រាប់តែមានសរសៃអំបោះខ្លះចាប់ផ្ដើមរុំជើងរបស់តួឯកនិងអ្នកបាញ់កំភ្លើងជាប់ជីនភ្ញាក់ផ្លាវពេលឃើញបែបនេះតែមិនអាចធ្វើអ្វីបានឡើយព្រោះវាជាអំទាក់ហើយពួកគេក៏ត្រូវចាប់ខ្លួន តួឯកប្រាប់ដៃគូថាពួកគេធ្វេសប្រហែលពេកទើបធ្លាក់ជួបក្នុងការស្ទាក់វាយបែបនេះ ហ្វាននិយាយថាវាជាដង្កូវនាងសរសៃប្រាក់តែវាមិនសូវមានធម៌ពលប្រយុទ្ធប្រមាណទេ មិនយូរប្រហែលពួកគេឃើញសបុកជាច្រើនដែលបង្ហាញថាពួកគេសុទ្ធតែជាអាហារបំរុងរបស់បិសាចនោះអ្នកបាញ់កំភ្លើងប្រាប់តួឯកថាគេចាំបាច់ត្រូវតែកំចាត់សត្វនោះចោល ភ្លាមៗនោះជីនចាប់ផ្ដើមប្រើធម្មពលរបស់គេហើយអាចរំដោះខ្លួនចេញពីសរសៃអំបោះប្រាក់បានគេចាប់យកដាវរួចនិយាយថានឹងចាត់ការរឿងនេះមុនពេលបិសាចត្រឡប់មកវិញបន្ទាប់មកគេដើរតម្រង់ទៅរកសម្បុកទាំងនោះតួឯកចាប់ផ្ដើមកាត់បំបីឃ្លាំងអាហាររបស់សត្វនោះដោយអាចកំចាត់សត្វល្អិតត្រនិចដែលមានលេវែលខ្ពស់ជាង6កម្រិតដង្កូវរំអិលនិងខ្យល់ដំរីខួងដីជាដើម ជីនិយាយថាគេត្រូវការកម្ចាត់ពី3ក្បាលទៀតដើម្បីឡើង level គេបានរំដោះហ្វុងដោយកាត់សរសៃអំបោះប្រាក់នោះ ក្មេងប្រុសព្រមានថាគេចាំបាច់ត្រូវតាមប្រមាញ់សត្វនោះតួឯកចាប់អារម្មណ៍ហើយសួរថាវានៅឯណាឲ្យប្រកាស អ្នកបានកំភ្លើប្រាប់ថាអំបោះ6ទាំងនោះការពារមិនឲ្យអ្នកឈ្លានពានចូលសម្បុកវាបានឡើយអ៊ីចឹងគ្រាន់តែប៉ះអំបោះនោះសត្វនោះនឹងប្រញាប់ត្រឡប់មកវិញភ្លាមមិនយូរប៉ុន្មានតួឯកក៏លឺសំឡេងចេញពីខាងក្រោយខ្នងរបស់គេផ្ទាល់តែម្ដងសរសៃអំបោះប្រាក់ជាច្រើនចាប់ផ្ដើមផុសចេញពីដីក្បែរជីនហើយរុំព័ទ្ធរាងកាយគេយ៉ាងលឿនបើកើតបានជាសម្បុកដែលបញ្ចេញដោយបិសាចអំបោះប្រាក់ដែលផុសចេញពីជម្រៅរូងភ្នំងងឹតសានុលាតត្រនិចរបស់វាចេញហើយពេលសម្បុករុំជាប់ខ្លួនតួឯកវាត្រៀមខ្លួនផ្ដាច់សង្ខារគេតែម្ដងតែហ្វានក៏ត្រៀមបាញ់រួចរាល់ដែរទោះយ៉ាងណាជីនប្រាប់កុំឲ្យលូកដៃព្រោះគេចង់ដោះស្រាយវាដោយខ្លួនឯងផ្ទាល់ត្រឹមមួយដាវគេអាចកាប់ផ្ដាច់សម្បុកនោះមុនពេលបិសាចនោះវាយប្រហារទៅទៀតតួឯកវាយលោកសត្វនោះដោយកាត់វាជាពីរយ៉ាងងាយស្រួលនិងអាចកំចាត់បិសាចដែលមាន level ខ្ពស់ជាង8កម្រិត ពេលនោះជីនឡើងដល់ level 30ហើយសារប្រព័ន្ធក៏លោតឡើងថាលក្ខខណ្ឌឡើងថ្នាក់គឺត្រូវកំចាត់បិសាច level 3ចំនួន10ក្បាលឲ្យបានល្អឥតខ្ចោះ 100% ព្រមទាំងមេបិសាចមួយក្បាលទៀត ហ្វានដាវមកចិត្តរួចប្រាប់ថាតួឯកមានជំនាញដាវ3ហើយគេថាបើកំចាត់បិសាចបានកាន់តែច្រើន គេនឹងឡើង level យ៉ាងងាយ ហ្វានចាប់ផ្ដើមពន្យល់ផែនការដល់តួឯកព្រោះគោលដៅចុងក្រោយគឺជាសត្វកំប្រុកកំបិតទីជ្រៅដែលមានញៀនដឹងរហ័សបំផុត ដូច្នេះវាពិបាកនឹងកំចាត់ណាស់ហើយហេតុនេះវាជារឿងល្អបំផុតដែលត្រូវរៀបចំការឡោមព័ទ្ធវាក្មេងប្រុសបន្តទៀតថាកន្លែងដែលល្អបំផុតគឺសម្បុករបស់ដង្កូវស៊ីខ្សាច់និងសត្វពីងពីងគំនុំមេធំព្រោះបិសាចទាំងពីរនេះមានកូនចៅច្រើននៅពេលមានអាសន្នវានឹងចេញមកវាយបកវិញអស់ពីលទ្ធភាពបន្ទាប់មកគេបោះនិមិត្តសញ្ញាឲ្យតួឯកដែលប្រាប់ថាពួកគេត្រូវតែបែកគ្នាក្នុងទីជ្រៅនេះហើយគេក៏មិនដឹងថានឹងអាចរស់រានមានជីវិតឬអត់ដែរជីនភ្ញាក់ផ្លាយ៉ាងខ្លាំងពេលឃើញវត្ថុថ្នាក់រឿងព្រេងនោះគេនិយាយថាបេសកកម្មមិនទាន់ចប់ទេហើយគេក៏បានបង់ប្រាក់កម្រៃរួចរាល់ទៅហើយហ្វាន់ឆ្លើយថាទូទាត់ប្រាក់ឲ្យគឺល្អជាងព្រោះគេមិនដឹងថានឹងមានរឿងអ្វីកើតឡើងបន្ទាប់ទេរួចគេក៏បន្តដំណើរដោយប្រាប់ថាជាការល្អបើពួកគេទៅបំផ្លាញសម្បុកផ្សេងមួយទៀតមួយចតុក្រមមកក្រុមពួកអភិជនដែលកំពុងដើរឆ្លងកាត់រោងក្រមដីបានចាប់ផ្ដើមឆ្ងល់ថាហេតុអីបានជាគ្មានបិសាចតាមផ្លូវសោះ ស៊ីហ៊ូនិយាយថាប្រហែលជាពួកទេសកលអណ្ដូងរ៉ែបានខ្លាចជាចំណីពួកវាឆ្អែតទៅហើយទើបវាខ្ជិលចេញមករកស៊ីប៉ុន្តែអាចនឹងមានដង្កូវមួយលេចមុខមកឆាប់ៗនេះពួកវាបជាភ្ញាក់អើពេលឃើញសាកសពបិសាចមួយម៉ាក់នេះថាបិសាចនេះទើបតែត្រូវបានគេសម្លាប់ភ្លាមដែលធ្វើឲ្យគាត់មានការកត់សរសើរយ៉ាងខ្លាំងស៊ីអ៊ូពិនិត្យមើលមុខរបួសហើយនិយាយថាវាត្រូវបានកាប់ដោយមុខដាវចៅហ្វាយក្មេងបាននិយាយថាដោយសារតែមាននរណាម្នាក់អាចយកឈ្នះបិសាចកម្រិតនេះទៅហើយពួកគេត្រូវតែទៅរកបិសាចយ៉ាក់ឡាវ៉ានោះពេលទៅដល់ទីនោះពួកគេឃើញបិសាចយ៉ាក់ត្រូវបានកាត់ជាពីរកូនចៅពិតជាភ្ញាក់ផ្អើលព្រោះបិសាចនេះមានការពារខ្ពស់ណាស់តែត្រូវបានសម្លាប់យ៉ាងងាយ ស៊ីអ៊ូកានដាវក្លែងនិយាយថាគាត់នឹងចូលទៅមើលឲ្យចិត្តគាត់ព្យាយាមចាក់រាងកាយបិសាចនោះប៉ុន្តែដាវរបស់គាត់បែរជាបាក់យ៉ាងងាយស្រួលទៅវិញកំឡោះនោះកាន់តែកោតសរសើរខ្លាំងព្រោះការពារនេះពិតជាខ្ពស់ណាស់សម្រាប់ឲ្យនរណាម្នាក់វាយបំបែកបានបន្ទាប់មកក៏សួរម៉ាក់ថាតើខ្លះទេវកថាគាត់អាចធ្វើបានទេចៅហ្វាយក្មេងបញ្យល់ថាត្រឹម3 level ក្រោមទោះមានខ្លះទេវកថាទេពកោសលកម្រិត SSS និងអាវុធពណ៌ស្វាយពេញតួរួមជាមួយ buff ជាច្រើនទៀតក៏ដោយក៏មិនអាចបង្កការសម្លាប់យ៉ាងសាហាវបែបនេះបានដែរ Zen និយាយថាបិសាចយ៉ាក់នេះមានថាមពលបន្ថែមពីតំបន់វាហើយបឹងឡាវ៉ាជាប់ជាមួយរាងកាយវាធ្វើឲ្យវាកាន់តែខ្លាំង Ziyu ដឹងបែបនេះក៏ប្រាប់ចៅហ្វាយថាជននេះអាចស្ថិតក្នុងការបូជាឈាមកម្រិតទី7ហើយដើម្បីសុវត្ថិភាពពួកយើងគួរតែចាក់ចេញពីវិមាត្រនេះទៅម៉ាក់និយាយថាតាំងពីពិភពលោកផ្លាស់ប្ដូរមកគ្មាននរណាម្នាក់អាចទម្លុះសក្តានុពល level 9បានទេកូនចៅដែលបារម្ភពីចៅហ្វាយនៅតែបន្តទទូចសុំឲ្យពួកគេចាក់ចេញពីទីនោះយ៉ាងណាម៉ាក់ថាបើមកដល់ទីនេះហើយគាត់មិនអាចត្រឡប់ទៅដៃទៅទេនៅផ្នែកផ្សេងទៀតនៃទីជ្រៅបំផុតដង្កូវយក្សជាច្រើនកំពុងខឹងសម្បាននឹងវត្តមានរបស់តួឯកដែលអាចកំចាត់ពួកវាយ៉ាងងាយជាមួយប្រសិទ្ធភាព 100% គេបានកំទេចសត្វចម្លែកនៅទីនោះទាំងអស់ហ្វាន់បានឃើញបិសាចមួយកំពុងបំរុងវាប្រហារតួឯកគេបានប្រមានជីនថាមេបិសាចចាប់គាត់បានហើយរួចក៏បាញ់មួយគ្រាប់ចំសត្វនោះនឹងជួយសង្គ្រោះតួឯកដែលវាបកទៅវិញភ្លាមតែម្ដងគេអាចកាត់បិសាចនោះជាពីរយ៉ាងងាយដោយកំចាត់ស្ដេចដង្កូវក្រហមទាំងដែលមានគម្លាតដល់ទៅ3 level តួឯកនិយាយថាដោយសារតែគម្លាត level ទាបពេកគេនឹងទទួលបានត្រឹមរង្វាន់ធម្មតាប៉ុណ្ណោះរួចបញ្ជាក់ថាបើស្ថានភាពបែបនេះវាពិតជាពិបាកខ្លាំងសម្រាប់អ្នកមានខ្លះធម្មតាក្នុងការឡើងកម្រិត ហ្វាននិយាយថារូបដង្កូវនោះឆ្ពោះទៅរកសម្បុករបស់ដង្កូវស៊ីខ្សាច់ផ្ទាល់តែម្ដងដូច្នេះគេនឹងទៅស៊ើបការមុនខណៈដែលជីនកំពុងស៊ំជាមួយធម្មពល level 3របស់គេតួឯកចាប់ផ្ដើមប្រមូលនិមិត្តសញ្ញាទាំងនោះហើយពេលទទួលបានវាគេក៏ដឹងថាខ្លួនអាចពាក់ឈុតអោក្រោះឡាវ៉ាបានពេលពាក់រួចគេចាប់ផ្ដើមមានអារម្មណ៍ថាកាន់តែខ្លាំងទ្វេងខេយ៉ាងក៏ភ្ញាក់ផ្អើលពេលនឹកឃើញដល់ផ្កាយ200នោះតួឯកនិយាយថាគេទើបតែពាក់អាវុធពណ៌ទឹកក្រូចសោះប៉ុន្តែមានអារម្មណ៍ថាខ្លាំងជាងមុនជាច្រើនដងអ្នកបាញ់កំភ្លើងដើរចូលមកនិយាយថាការលូតលាស់កាយសម្បទានិងកម្លាំងខ្លះរបស់គេគឺខ្ពស់ខ្លាំងណាស់ដែលធ្វើឲ្យគេឡើងដល់100ផ្កាយនៅ level 3ហើយពេលនេះបើទោះជាមានបញ្ហានៅខាងក្រៅក៏ដោយ
ពួកបិសាចភ្នែកទាំងនោះនឹងរត់ចេញគ្រាន់តែឃើញសញ្ញាផ្កាយនេះ តួឯងចាប់ផ្ដើមចាប់អារម្មណ៍ចង់ដឹងអំពីរឿងនេះ ដូច្នេះកំឡោះសក់ក្រហមបញ្យល់ថាកម្រិតផ្កាយរបស់អាវុធអាចជន់គ្នាដល់ទៅជាង100ហើយក្បាច់ខ្លាតំណាងឲ្យកម្លាំងចំណែកក្បាច់ដំរីតំណាងឲ្យកាយសម្បទា បន្ទាប់ពីជិនយល់ពីស្ថានភាពគេក៏និយាយថាវាប្រសើរជាងបើពួកគេជិនទៅរករូបជាមួយគ្នាតែម្ដង 1 ម៉ោងក្រោយមកពួកគេបានឃើញច្រកដែលមានពន្លឺ ពេលមកដល់កន្លែងមួយផ្សេងទៀតដែលមានព្រៃឈើខុសពីកន្លែងចាស់ស្រឡះពួកគេទាំងពីរក៏ចាប់ផ្ដើមក្អកដែលនិយាយថាវាពិបាកដកដង្ហើមណាស់នៅទីនេះ តួឯងពិតជាភ្ញាក់ផ្អើលខ្លាំងពេលឃើញមានក្រុងឆ្អឹងសត្វចម្លែកជាច្រើននៅទីនោះ អ្នកបាញ់កំភ្លើងនិយាយថាក្លិនឈាមនៅទីនេះខ្លាំងណាស់ដូច្នេះវាអាចជាកន្លែងដែលកណ្ដោកណ្ដៀវអប៊ីសលាក់ខ្លួន តួឯងសួរថាតើពួកគេគូធ្វើយ៉ាងណាក្មេងប្រុសនោះឆ្លើយថាគេនឹងយកផ្លែឈើនោះទៅដាក់ធ្វើជាអន្ទាក់ បន្ទាប់មកគេក៏ដាក់រុក្ខជាតិនៅលើដីជាមួយនឹងនុយរួចបញ្យល់ថាបច្ច័យពិសេសរបស់កណ្ដោកណ្ដៀវគឺផ្លែឡាវ៉ានោះចំណីទី2គឺភ្នែកព្រោះនៅទីនេះមានមនុស្សស្លាប់ជាច្រើន ត្រូវរៀបចំផែនការរួចពួកគេគ្រាន់តែរងចាំដោយអត់ធ្មត់នៅក្បែររត់នោះមានឡានក្រុងមួយដែលប្រហែលជាធ្លាប់ដឹកមនុស្សទាំងនោះ អន្ទាក់ត្រូវបានរៀបចំរួចរាល់ហើយទូឯកនឹងហ្វាន់កំពុងលួចមើលពីក្រោយផ្ទាំងថ្មមួយ យិនសួរបញ្ជាក់ថាតើវិធីនេះអាចចាប់កណ្ដោបានទេ អ្នកបាញ់កំភ្លើងនិយាយថាកណ្ដុរកណ្ដៀវអប៊ីសច្រើនតែដើរតាមដងកៅស៊ីខ្សាច់ដើម្បីរកចំណីហើយសមត្ថភាពបន្លំខ្លួនរបស់ពួកវាខ្លាំងណាស់ដែលជាទូទៅគ្មាននរណាអាចចាប់ដាក់វាបានទេ ប៉ុន្តែបើបិសាចនេះស៊ីផ្លែឈើនោះធៀបភ្លើងនឹងបង្ខំឲ្យវាបង្ហាញខ្លួនជាមិនខានតួឯងពិតជាកោតវិសោនៅបច្ចេកទេសនេះណាហើយមិនយូរប៉ុន្មានផ្លែឈើនោះក៏ត្រូវបានគេខំចាប់តែម្ដង ភ្លាមនោះជីនទៀនដើរមកបំរុងវិបហាតែហ្វាន់បានខាត់គាត់ដោយប្រាប់កុំឲ្យប្រញាប់ពេកព្រោះកណ្ដុរនោះមិនទាន់បង្ហាញខ្លួននៅឡើយទេ ផ្លែឈើត្រូវបានយកចេញពីអន្ទាក់ហើយបិសាចនោះបន្តស៊ីទៀតតួឯងនិយាយថាគេមើលមិនឃើញអ្វីទេប៉ុន្តែផ្លែឈើនោះកំពុងតែរុញទូទៅ ហ្វាននិយាយថាការសម្ដែងចិត្តចាប់ផ្ដើមហើយគ្រាន់តែនិយាយចប់ភ្លាមសត្វចម្លែកនោះក៏ចាប់ផ្ដើមឆេះឡើងបង្ហាញទីតាំងរបស់វា ភ្លាមនោះជីនក៏ស្ទុះទៅវាយប្រហារពីលើអាកាសដោយបើកជំនាញត្រូលរបស់គេហាយដីជាពីរហើយត្រៀមវាយសត្វចម្លែកនោះពីក្រោយ ពេលគេវាយប្រហារឡើងក្រុងនោះត្រូវបានកាត់ជាពីរដីក៏ចាប់ផ្ដើមឆាប់ឆេះព្រមទាំងដុតសត្វដង្កូវនៅទីនោះផងដែរ ហ្វាន់ចាប់ផ្ដើមគិតថាតើពួកគេជោគជ័យឬអត់ព្រោះការវាយមហានោះបំផ្លាញយ៉ាងខ្លាំង តួឯងមិនដឹងថាគេវាយត្រូវសត្វចម្លែកឬក៏វារត់រួចនឹងទេ អ្នកបាញ់ប្រាប់ឲ្យប្រញាប់ព្រោះសត្វកណ្ដូលនោះល្បិចច្រើនហើយអាចលាក់ខ្លួនជីនសួរថាមានវិធីផ្សេងចាប់វាទេ ហ្វាន់ដកគ្រាប់បៃដៃមួយគ្រាប់ដោយប្រាប់ថាគេអាចសាក់ប្រើវាបានបន្ទាប់មកគេគប់ទៅឡានក្រុងហើយទាញតួឯកឲ្យពួនសិនក្រោយពេលផ្ទុះ សត្វនឹងទៅកាន់តែខឹងនឹងការផ្ទុះនេះប៉ុន្តែទីបំផុតពួកវាទប់ទល់ការជួយខាត់មិនបានឡើយ ពេលឃើញបែបនេះតួឯកក៏សួរថានេះជាវិធីសាស្ត្រអ្វីទៅ សត្វនឹងគឺចាប់ដើមព្រួខ្សាច់ដើម្បីពន្លត់ភ្លើងលើសត្វដទៃទៀតតួឯកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងគ្រាប់បែកភ្លើងមួយនោះ ហ្វាននិយាយថាមានតែពេលនោះទេទើបអាចរកសត្វកណ្ដុរឃើញវាប្រកាសជាត្រូវភ្លើងឆេះដែលធ្វើឲ្យវាបង្ហាញខ្លួនក្នុងពេលដ៏ខ្លី សត្វដង្កូវខ្សាច់ចាប់ដើមប្រែប្រហារទៅលើវាដែលមកខំឲ្យសត្វចម្លែកនោះត្រូវរត់គេច គ្រាន់តែឃើញវាភ្លាមតួឯកក៏ស្ទុះទៅកាប់សត្វកណ្ដុរនោះតែម្ដងពេលដឹងខ្លួនវាក៏ស្រែកក្រហមវិបកវិញដោយបង្កើតរបាំងការពារមួយ តើរបាំងនោះទប់មិនជាប់ទេហើយវាត្រូវកាត់ជាពីរឥឡូវទ្វារទីជ្រៅបំផុតបានបើកហើយ ឃើញដូច្នេះតួឯកនិយាយថាស្ថានភាពមិនល្អទេព្រោះពួកគេធ្វើឲ្យខូចការអស់ហើយសត្វកណ្ដុរស្លាប់បាត់ហើយទ្វារអាចនឹងបិទវិញគ្រប់ពេល ស្រាប់តែក្អែកមួយហៅមកទុំលើទ្វារមុខជីនដែលកំពុងបាត់បង់ម្ចាស់ការហ្វាន់ដើរមកយ៉ាងស្ងាត់គេមានស្នាមនៅលើក្បាលតួឯកក៏សួរថានេះជាទេពកោសល្យរបស់គេហ៎ ក្មេងប្រុសឆ្លើយថាមែនហើយព្រោះទេពកោសល្យរបស់គេតាក់ទងនឹងទីជ្រៅបំផុតវាហៅថាមេបញ្ជាការទីជ្រៅដែលជាអ្នកយាមផ្លូវការរបស់គេ តួឯកនិយាយថាដោយសារទ្វារបើកហើយគេអាចជួយបានតែប៉ុណ្្នឹងទេហ្វាន់ថានេះល្អណាស់ព្រោះវាមានតម្លៃលើសនិមិត្តសញ្ញានោះទៅទៀត ឥឡូវគេអាចធ្វើដំណើរម្នាក់ឯងបានហើយជីនជូនពរឲ្យគេធ្វើដំណើរបានសុខ ក្មេងប្រុសប្រាប់ថាបើគេរស់ត្រឡប់មកវិញហើយបញ្ចប់ភារកិច្ចរួចពួកគេអាចបង្កើតក្រុមទេសចរមួយ តួឯកពេញចិត្តនឹងសំណានេះហើយហ្វាន់ក៏រងចាំថ្ងៃនោះដែរមុនទៅតួឯកនិយាយថាគ្មានពិធីជប់លៀងណាដែលមិនចេះចប់នោះទេ ក្មេងប្រុសលាទាំងកែភ្នែកភ្លឺភ្លេចរួចដើរចូលទៅក្នុងទ្វារនោះបាត់ទៅ ជីនគិតថាការលាគ្នានេះមិនដឹងពេលណាបានជួបគ្នាទៀតទេស្រាប់តែគេសម្គាល់ឃើញពលឺចាំងពីសត្វកណ្ដោកណ្ដៀវនោះ វាជាកមេសំណាងជាឧបករណ៍លំដាប់ខ្ពស់និងជាគ្រឿងពិសេសដែលមានឥទ្ធិពលបង្កើនសមត្ថភាព វាជួយបន្ថែមសំណាងដល់តួអង្គហើយបង្កើនឱកាសដែលសត្វចម្លែកអាចទម្លាក់អាវុធនិងរបស់របរគុណភាពខ្ពស់ មុខងារសំណាងនេះអាចប្រើដើម្បីចូលទៅពិភពផ្សេងទៀតម្ដងក្នុងរយៈពេល30ថ្ងៃ តួឯកពិតជាពេញចិត្តនឹងឧបករណ៍ដ៏ពិសេសនេះណាស់ គេក៏យកវាដាក់លើថ្ងាសហើយស្រូបយករបស់នោះគេថាសំណាងជាផ្នែកនៃកម្លាំងហើយវាអាចបង្កើនឱកាសធ្លាក់របស់ល្អៗទៅគេត្រូវសាក់វាមើល គេទាញដាវហើយដើរសំដៅទៅរកហ្វុងនឹងកៅខ្សាច់ ពួកវាចាប់ផ្ដើមវាប្រហារតួឯកដែលកំពុងបើកថាមពលសំណាងជាមួយកំអែក្នុងខ្លួនកំចាប់ពួកវាយ៉ាងងាយជីនិយាយថាវាពិតជាខុសពីមុនដោយការរំពឹងទុក ក្រោយសំណាងកើនឡើងគេគិតថាដល់ពេលរកអ្វីដែលគេចង់បានបន្ទាប់ពីកំចាត់ស្ដេចពីងពីងគេអាចរៀបចំផ្លូវចេញក្រៅមិនខាន ពេលមកដល់សម្បុកពីងពីងក្រុមអភិជនក៏ចូលក្នុងរូងភ្នំម៉ាក់ថាសម្បុកនេះធំជាងអ្វីដែលគេរំពឹងទុក លូនិយាយថារូបចម្លាក់តកកទាំងនេះពិតជាមានសិល្បៈណាស់វាប្រកាសជាល្អបើអាចបញ្ជូនវាទៅទីក្រុងខាងលើសម្រាប់ដាក់តាំងពីប៉ុននោះ ម៉ាក់សួរថាអញយល់អ្វីខ្លះអំពីសិល្បៈទៅយុវជននោះឆ្លើយថាគ្រួសារគេធ្វើការខាងសំណង់និងគូប្លង់មើលរូបចម្លាក់តកកទាំងនេះពេលដល់ម៉ោងគេអាចយកស្ដេចពីងពីងធ្វើជាស្នាដៃធំតែម្ដង ស៊ីនិយាយថាស្ដាប់ទៅមិនអាក្រក់ទេប៉ុន្តែគេនឹងប្រយ័ត្នប្រយែងនៅពេលប្រយុទ្ធគ្នាពេលបន្តិចទៀតនេះ មីយ៉ាដើរមកជាមួយកូនចៅហើយប្រាប់ថាសត្វនេះមិនធ្លាប់ត្រូវនរណាសម្លាប់អស់រយៈពេល300ឆ្នាំមកហើយដូច្នេះមិនបាច់តឹងតែងពេកទេ អ្នកក្មេងសួរថាហេតុអ្វីបានជាបងប្រុសនាងមកនៅទីនេះ ក្មេងស្រីថាបងប្រុសនាងឡើងដល់កម្រិត4យូរហើយដូច្នេះគ្មានហេតុផលត្រូវមកទីនេះឡើយ
សិងប្រាប់ថារណ្ដៅនោះជារណ្ដៅលេខ1ព្រោះ20ឆ្នាំបើកម្ដងអ្នកមានកម្លាំងបន្តិចបន្តួចក៏អាចចូលកម្រិត4ដែរទៅពាក្យចចាមអារាមជាតែបំភ្លឺយ៉ាងនេះ ម្យ៉ាប់ញ៉ាប៉ៅពេលលឺបែបនេះហើយនេះក្មេងក៏បន្ថែមថាគ្រប់គ្នាសុទ្ធតែមានគម្រោងរៀងខ្លួនដើម្បីចូលរណ្ដៅលេខ1 ដូច្នេះគេសង្ឃឹមថាគ្រប់យ៉ាងនឹងចាប់ពេលពួកគេកម្ចាត់ស្ដេចពីងពីងបាន ចុងក្រោយស៊ីងថាដល់ពេលលើកម្ហូបហើយទេសកលជាច្រើនចាប់ដើមបង្ហាញខ្លួនក្រោមការវិដំរបស់គូចៅគេពួកបរិះទាំងនោះមិនព្រមថយក្រោយឡើយទោះជាដឹងពីវាសនារបស់ពួកទេសកលទាំងនោះក៏ដោយពេលពួកទេសកលចូលទៅកាន់តែជ្រៅក្នុងរូងភ្នំឈិងបញ្ជាឲ្យពួកគេបិទច្រកចូលភ្លាមៗនោះសេះពីងពីងជាច្រើនក៏លេចមុខឡើងមកតែម្ដងម្ចាស់ក្មេងនោះទាញពុទ្ធារបស់គេមកកាន់ដោយនិយាយថាខានបានបញ្ចេញស្នាដៃយូរណាស់មកហើយថ្ងៃនេះគេត្រូវការស្បាយបន្តិចម្ដងបន្ទាប់មកគេក៏ស្ទុះចូលទៅវាយប្រហារដោយប្រាប់ពួកគេឲ្យបើកភ្នែកឲ្យធំធំនិងមើលឲ្យបានច្បាស់ត្រឹមតែមួយកាប់ប៉ុណ្ណោះគេអាចផ្ដួលសត្វចម្លែកធំបំផុតព្រមទាំងពួកកូនចៅរបស់វាទៀតផងមានភ្ញាក់ផ្អើលនឹងថ្នាក់រឿងព្រេងរបស់បុរសនោះដោយនិយាយថាមិនអាចមើលស្រាលបានទេខណៈពេលកំពុងកាប់សម្លាប់សត្វទាំងនោះស៊ីងនិយាយថាគេចូលចិត្តក្លិនឈាមក្នុងខ្យល់នេះណាស់ប៉ុន្តែស្រាប់តែភ្លេចខ្លួនហើយមិនបានដឹងថាខ្លួនកំពុងតែត្រូវបានគេលួចវាយប្រហារនោះទេសត្វមួយក្បាលបានវាយចំគេធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងព្រោះនោះគឺជាមេធំជាសត្វពីងពីងដ៏កាចសាហាវម្ចាស់ក្មេងនោះមិនបាននឹកស្មានដល់ការលេចមុខនេះទេទើបគេស្លៀកពាក់ដៃដោយនិយាយថានេះគឺជាអ្វីដែលគេចង់បានគេស្ទុះចូលវាយប្រហារភ្លាមៗដោយនិយាយថាគេនឹងលេងជាមួយសត្វនេះពេលវាយប្រហារទៅលើមេធំនោះវាក៏វាយបកមកវិញដោយការវាយប្រហារសួរសំឡេងធ្វើឲ្យរង្គើរូងភ្នំទាំងមូលម្ចាស់ក្មេងនោះអាចធ្វើឲ្យសត្វចម្លែកនោះរបួសហើយគេមិនមានអារម្មណ៍ឈឺចាប់ពីការវាយបកនោះទេដោយភាពរំភើបគេសួរថាមានកម្លាំងត្រឹមតែប៉ុណ្្នឹងទេអីបន្ទាប់មកគេក៏វាយប្រហារម្ដងទៀតដោយវាយចំវាមួយទៅហឹងដែលវាក៏វាយបកវិញភ្លាមៗដោយព្រោះតកកដាក់ម្ចាស់ក្មេងនោះធ្វើឲ្យគេកកមួយកន្លែងមេភ័យស្លន់ស្លោយ៉ាងខ្លាំងពេលឃើញសត្វពីងពីងនោះកំពុងសម្ដៅទៅរកម៉ាកដែលកំពុងប្រើប្រាស់កម្លាំងរបស់គេដើម្បីបំបីដុំតកករួចផ្ដាច់ខ្លួនចេញមកក្រៅមេធំនោះនៅតែបន្តការវាយប្រហារហើយកូនចៅរបស់មាចាប់ផ្ដើមប្រើកាភ្លើងបាញ់ប្រហារទៅលើសត្វចម្លែកនោះត្រូវពេញទំហឹងម្ចាស់ក្មេងឆក់យកឱកាសពីវាកំពុងភ្លេចខ្លួនហើយវាយប្រហារម្ដងទៀតដោយប្រើក្បាច់កាត់កយ៉ាងសាហាវគេវាយចំមេធំនោះពេញទំហឹងដែលធ្វើឲ្យវាទទួលរងរបួសយ៉ាងធ្ងន់ធ្ងររហូតទប់ទល់លេងបានស៊ីងហត់នឿនិយាយថាឥឡូវនេះស្ថានភាពដ៏លំបាករយៈពេល300ឆ្នាំបានបញ្ចប់ហើយព្រមទាំងញញឹមយ៉ាងកាចសាហាវថាគេគឺជាលេខ1នៃចំនួនថ្មីនេះមាននិមិត្តសញ្ញាពីរធ្លាក់ចេញពីសត្វនោះម្ចាស់ក្មេងកាលបើឃើញរបស់តានោះក៏ខឹងសម្បាយ៉ាងខ្លាំងហើយសួរថាតើសត្វដើមមិនទម្លាក់របស់ល្អៗទេអីព្រោះនោះត្រឹមតែជានិមិត្តសញ្ញាពណ៌ខៀវប៉ុណ្ណោះម៉ាកអង្គុយមើលគ្រប់យ៉ាងពីលើផ្ទាំងថ្មហើយគេនិយាយថាពួកវាសុទ្ធតែល្ងងព្រោះទើបតែវាយជាមួយអ្នកការពាររៀងខ្លាំងបន្តិចប៉ុណ្ណោះគ្មានអ្វីប្រៀបនឹងមេកំពូលទេបន្ទាប់មកគេនិយាយថាពួកគេត្រូវតែរងចាំសិនព្រោះទស្សនីយភាពពិតប្រាកដនៅមិនទាន់ចាប់ផ្ដើមនៅឡើយទេស៊ីងបោនិមិត្តសញ្ញានោះចោលលើដីដោយនិយាយថាសត្វនោះមិនគួរទម្លាក់របស់សម្រាមបែបនេះទេលុះដល់ចូលមកប្រាប់ម្ចាស់របស់គេថាជំនាញរបស់គេបង្ហាញថាសត្វនោះឈ្មោះថាអ្នកការពារតកកមិនមែនជាមេធំនោះទេកូនចៅរបស់មាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮបែបនេះលើពីនេះគ្រប់គ្នាចាប់ផ្ដើមភ័យខ្លាចដោយនិយាយថាគួរតែរត់គេចពេលសត្វចម្លែកខ្លាំងបំផុតមកដល់ស្រាប់តែមានសត្វមួយលេចមុខកាន់តែធំនិងខ្លាំងជាងមុនអ្នកការពារតកកជាច្រើនឡោមព័ទ្ធក្រុមអ្នកមាននោះធ្វើឲ្យពួកគេសល់សង្ឃឹមតិចតួចចំណែកឯទូឯងយើងកំពុងចាក់ចេញពីព្រៃពួកគេដឹងថាក្រុមទេសចរបានមកដល់ហើយគេត្រូវយកផ្កាកំណុំនោះមកបំផ្លាញចោលមុនពេលពួកគេមកដល់ពេលបើកផែនទីមើលគេនិយាយថាមានម្ចាស់អាណាចក្រចំនួន4នៅទីនោះគឺជាពលតកកភ្លើងនិងឈើប៉ុន្តែដោយសារគេមានឈុតអោក្រោះកំឯងភ្នំភ្លើងព្រៀបខាងធាតុនេះគឺជាចំណុចឈ្នះដ៏ល្អបំផុតបន្ទាប់មកគេក៏សម្រេចចិត្តថាគួរតែចូលទៅមើលបន្តិចទើបល្អចំណាយពេលមិនយូរទេក៏រកឃើញសត្វពីងពីងជាច្រើនក្បាលចិនគិតថារឿងនេះគួរឲ្យចាប់អារម្មណ៍ណាស់ដែលត្រូវតាមដានដោយពួកកអកក្អាក់តែវាគ្រាន់តែជាបន្ទូបទពិសោធន៍របស់គេទេពួកសត្វពីងពីងដែលបំរុងនឹងវាយប្រហារតួឯកយើងនោះបានត្រឹមជ្រោតថ្មឹងព្រោះពួកវាមិនអាចរារាំងការវាយប្រហារនេះបានហើយក៏មិនមែនជាគូប្រជែងរបស់ជីនដែរស្របពេលនោះពួកអ្នកការពារតកកកំពុងកំចាត់ក្រុមអ្នកមានតែនោះដោយគ្មានក្តីមេត្តាឡើយអ្នកខ្លះចាប់ផ្ដើមមកសង្ឃឹមដោយស្រែកថាពួកគេមិនចង់ស្លាប់នៅទីនេះទេកូនចៅរបស់មាដើរទៅមុខដោយប្រាប់ថាពួកគេនឹងបើកផ្លូវឲ្យនាងដោយប្រើអាវុធពួកគេប្រាប់ឲ្យនាងចាំមើលពេលបាញ់ទៅពួកគេបានបង្កការផ្ទុះយ៉ាងធំទៅលើសត្វចម្លែកមួយក្បាលក្រោយពីធ្វើឲ្យវារបួសពួកគេប្រាប់ក្មេងស្រីនោះឲ្យរត់ទៅព្រោះវាគឺជាឱកាសតែមួយគត់របស់នាងប៉ុន្តែមួយសន្ទុះក្រោយមកនាងក៏សង្កេតឃើញភាពខកប្រក្រតីហើយស្រែកប្រាប់ពួកគេឲ្យប្រយ័ត្នសត្វចម្លែកនោះនៅមិនទាន់ងាប់ទេហើយកំពុងរៀបចំវាយបកមកវិញសត្វចម្លែកនោះបាញ់ការវាយប្រហាររបស់វាទៅលើបុរសទាំងនោះដែលត្រូវដេកដួលយ៉ាងងាយពេលត្រូវចំបន្លាតកោកធ្វើឲ្យចវាយរបស់ពួកគេគៀងព្រោះនោះជាឱកាសចុងក្រោយស៊ីងនៅតែបន្តវាយប្រហារពួកវាដោយវាយចំយ៉ាងងាយស្រួលគេសួរទៅមីយ៉ាថាតើនាងមិនចង់ចូលរួមទេអីភ្លាមៗនោះនាងក៏ចាប់ផ្ដើមកោះហៅរត់ទ្រពភ្នំដែលជាយន្តការពីស្ដែកគ្រាប់ទី1បាញ់ចេញទៅក៏ត្រូវចំសត្វចម្លែកនោះមួយទំហឹងភ្លីជារុនមួយយ៉ាងធំពួកអ្នកមានដែលកំពុងភ័យខ្លាចមានការកោតសរសើរយ៉ាងខ្លាំងចំពោះអាវុធនោះដោយនិយាយថាវាជារបស់រឿងព្រេងដែលអាចជួយសង្គ្រោះពួកគេបានក្មេងប្រុសដែលកំពុងភ័យស្លន់ស្លោម្នាក់គិតក្នុងចិត្តថាគេមិនអាចស្លាប់ទេពេលងើបមកឡើងគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះសត្វចម្លែកមួយកំពុងបំរុងនឹងវាយប្រហារគេក្មេងប្រុសនោះធ្វើឲ្យមិនចេញទេដោយអ្នកផ្សេងទៀតដែរព្រោះពួកគេត្រូវទៅកកជាប់អស់ហើយស៊ីងបែបបណ្ដាស្រែប្រាប់ឲ្យរត់ចេញភ្លាមតែស្រាប់តែគេរងការវាយប្រហារធ្វើឲ្យជើងខាងស្ដាំកកជាប់មួយរំពេចគេប្រញាប់យកពូថៅវាយបំបីតកតែដីចាប់ផ្ដើមរញ្ជួយខ្លាំងមានអាស្រ័យថាមានរឿងមិនស្រួលនៅខាងក្រោមដីហើយសត្វចម្លែកយក្សមួយបានលូតចេញពីដីវាជាមេពីអាណាចក្រពីងពីងតកកម្រិត45សត្វចម្លែកនោះប្រមូលធម្មពលវាប្រហារសន្ធប់ទៅលើក្រុមរបស់គេធ្វើឲ្យមនុស្សជាច្រើនខ្ទាតចេញក្នុងមួយក្បាច់មានបញ្ញារត់ជាមួយសិញហើយស្រែកថាពួកគេត្រូវតែរត់ចេញមុនពេលគេអស់កម្លាំងលីង
មួយសន្ទុះក្រោយមកក៏មានការផ្ទុះយ៉ាងខ្លាំងនៅពីមុខក្មេងស្រីនោះបានគប់គ្រាប់បែកបើកផ្លូវចេញបានសម្រេចនាងលបាយចិត្តខ្លាំងដែលទម្លាផ្លូវរស់បានឈិងប្រឹងរត់បន្តហើយស្រែកថាពេលនេះគេមានច្រកចេញហើយក្មេងស្រីនោះឈប់ងាក់រួចសំទោសចៅហ្វាយនេះក្មេងហើយក៏គប់គ្រាប់បែកតម្រង់ក្បាលគេត្រូវចំខ្នងពេញទំហឹងរងការផ្ទុះទាំងស្រុងតែម្ដងចៅហ្វាយនេះក្មេងដួលខ្ពស់ទៅលើដីភ្លាមនោះជំរុងទៅកោះពីក៏បាញ់ផ្លេកមកទម្លុះខ្នងរបស់គេបន្ថែមទៀតមៀបបងគេចោលក្រោយពេលឈិងត្រូវមេបេសាយវាយកំទេចយ៉ាងងាយស្រួលនាងនិយាយថានាងមិនចូលចិត្តអាមួយនឹងទេស្លាប់អញ្ចឹងសាកសមមកហើយពេលនេះរកគេខ្លួនជាមួយកូនចៅម្នាក់ស្រាប់តែមានបរិះពីរនាក់លាក់ខ្លួនលួចតាមដាននាងយ៉ាងស្គីមស្កាត់ពួកគេមកទីនេះតាមបញ្ជារបស់មេកេហ្វាំងហើយក៏មិនដឹងថាគោលដៅរបស់ពួកគេជានរណាឲ្យប្រកាសដែរដូច្នេះពួកគេសម្រេចចិត្តបិទមាត់ឈឹងពីរឿងនេះបន្ទាប់មកពួកគេគិតថាគួរតែបែកគ្នាដើម្បីតាមដានមុខសញ្ញាទាំងអស់វិញល្អជាងកាត់មករូងតកឯនេះវិញ MC ទើបតែសម្លាប់មេពីងពីងឈើដោយរើបានប្លង់កម្រិតទឹកក្រូចប្រភពជីវិតពិសិដ្ឋនិងប្លង់អាវុធកម្រិតស្វ័យគឺស្រោមដៃវ៉ាលីហ៊ីនសប្បាយចិត្តញញឹមបិទមាត់មិនចិត្តតែស្រាប់តែលឺសំឡេងស្រែកឲ្យជួយព្រមទាំងឃើញទូលីដីហុយត្រឡប់តម្រង់មករកគេវាកំពុងប្រឹងរត់យកប្រាស់យុពីហ្វុងពីពីងដែលដេញតាមត្រាំត្រៃមិនព្រមឈប់សោះឃើញបែបនេះ MC ក៏ស្ទុះទៅជួយនាងហើយប្រើក្បាច់កាប់បំផ្លាញសម្រាប់បិសាចដែលមានកម្រិតខ្ពស់ជាង10លំដាប់នោះខ្ទេចគ្មានសល់គេបានជួយជីវិតវេដែលកំពុងតែស្ងើចសរសើរនឹងកម្លាំងរបស់ MC រួចគេក៏សួរនាងថានៅអាចដើររួចឬអត់ទាំងកំពុងយកខ្លួនទៅទឹមនាងតបថាដើររួចហើយក៏អរគុណគេខ្លាំងណាស់ក្មេងប្រុសម្នាក់នោះនៅតែចំហមាត់សរសើរ MC ហើយសួរថាគេប្រើក្បាច់អីទៅខ្លាំងបែបនេះឈិងឆ្លើយតបថាគេកំពុងតាមរករបស់ម្យ៉ាងហើយនៅណាដែលហ៊ានមករារាំងផ្លូវគេគឺមានតែផ្លូវស្លាប់មួយគត់វីដឹងថា MC ខ្លាំងពេកទៅផ្លូវរស់តែមួយគត់គឺត្រូវដើរតាមគាត់បន្ទាប់មកគេក៏លុតជង្គង់អង្វូជីនសូមឲ្យគេជួយធ្វើអ្វីក៏បាន MC ទៀងគេឡើងហើយប្រាប់ថាជង្គង់កូនប្រុសមានតម្លៃដូចមាសពេលកំពុងនិយាយគ្នាពីងតាក់កកមួយក្បាលបានលូតចូលមកវាយប្រហារជីនដឹងខ្លួនតាន់ក៏ទៀងក្មេងប្រុសនោះគេចផុតពីការវាយប្រហារធ្វើឲ្យវីភ័យប៊ីលួសព្រលឹងមិនតាន់នឹងអេសរបួលផងក្រុមអ្នកយាមទឹកកកជាច្រើនបានចូលមកដល់ពួកវាសាហាវឃ្លានឈាមហើយប្រុងនឹងស្ទុះចូលខំតែម្ដងវីនិយាយទាំងភ័យថាពេលនេះអស់ផ្លូវរត់ឲ្យព្រោះបិសាចមានចំនួនច្រើនពេក MC ប្រាប់ក្មេងប្រុសឲ្យពួនពីក្រោយគាត់ហើយឈរចាំតទល់ជាមួយពួកបិសាចដែលកំពុងសម្រុកចូលមកជីនត្រៀមខ្លួនរួចជាស្រេចហើយវាយកំចាត់ពីងនោះបានយ៉ាងងាយ MC តាំងចិត្តថានឹងសម្លាប់ពួកវាឲ្យអស់គ្មានសល់គាត់ក៏ស្ទុះទៅមុខកាប់ផាច់នៅរាល់ឧបសគ្គដោយមិនទុកឱកាសឲ្យពួកវាឡើយ MC បន្តសម្រុកទៅមុខប្រើជំនាញដាវរបស់គាត់ហើយប្រមូលបាននិមិត្តសញ្ញាល្អៗជាច្រើនវ័យឃើញហើយកោតសរសើរយ៉ាងខ្លាំងដែលគឺថាពួកអ្នកយាមតកកនេះសំបីមៀនិងម៉ាក៏ពិបាកទប់ទល់ដែរជីនទទួលបាននិមិត្តសញ្ញា Solar Jasmine ពណ៌ទឹកក្រូចកម្រិត Epic អ្នកកាន់ដាវបានជន់ដីយ៉ាងខ្លាំងបង្កើតជាកំអែលភ្នំភ្លើងដុតបំផ្លាញសត្រូវជុំវិញខ្លួននិងធ្វើឲ្យពួកវាដាវយឺតគាត់ប្រមូលកំអែលភ្នំភ្លើងចូលក្នុងអាវុធយ៉ាងលឿនហើយបញ្ចេញជំនាញ Solar Jasmine ទៅលើគោលដៅតែមួយដែលបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ MC ចាប់ដាំប្រមូលនិមិត្តសញ្ញាឲ្យភ្ញាក់ផ្អើលដែលបានរបស់កម្រិត Epic ពីបិសាចធម្មតាប៉ុន្តែនេះក៏ដោយសារតែឥទ្ធិពលនៃកមាសសំណាងរបស់គាត់ភ្លាមនោះ MC ក៏ប្រើប្រាស់និមិត្តសញ្ញានោះតែម្ដងនេះគឺជាដែនដីដាវដែលអាចបំផ្លាញជំនាញដាវធម្មតាទៅជាជំនាញដាវបិសាចហើយបង្កើនកម្រិតមួយថ្នាក់រាល់ពេលបំផ្លាញម្ដងជីនបានទទួលយកធម្មពលដែលចេញពីវត្ថុមួយនោះដោយពេញចិត្តនៅកន្លែងមួយទៀតបិសាចជាច្រើនបានប្រមូលផ្ដុំគ្នានៅក្នុងប្រាសាទរបស់ម្ចាស់ដាវបិសាចគេកំពុងកាត់ក្តីអ្នកទោសជាទេវតាស្លាប់12ដែលរៀបនឹងបញ្ចេញធម្មពលរបស់ខ្លួនគេប្រកាសថាដាវរបស់គេនឹងកាត់ផ្ដាច់ភាពខ្លែងបន្លំទាំងអស់ស្រាប់តែមានរន្ទះបាញ់ពីលើមេឃចំទេវតានោះតែម្ដងនេះគឺជាការចងចាំរបស់ MC ដែលគាត់ខ្លួនឯងក៏មិនដឹងថាវាមកពីណាដែរក៏គិតថាវាអាចជាប្រវត្តិរបស់ជំនាញនេះឬក៏ប្រហែលជារឿងរ៉ាវនៃថ្ងៃទីបញ្ចប់របស់ពិភពលោកសាររបស់ប្រព័ន្ធបានលោតឡើងនៅមុខ MC ជំនាញ Golden Judgment កម្រិត Legendary បានប្រាប់ថាអ្នកកាន់ដាវជន់ដីបង្កើតជាវេទិកាកាត់ក្តីហើយចាប់សត្រូវទាំងអស់នៅលើនោះដាក់គុកបន្ទាប់មកការកាត់ក្តីបែបបិសាចដ៏សាហាវក៏ត្រូវទម្លាក់ទៅលើគោលដៅទាំងអស់នៅក្នុងបរិវេណនោះវាបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរព្រមទាំងមានភាគរយអាចធ្វើឲ្យគោលដៅស្លាប់ភ្លាមតែម្ដងគ្រាន់តែគោលដៅដួលស្លាប់ភ្លាមសត្រូវជុំវិញភ័យញ័រខ្លួនចម្របជៀនពិតជាកោតសរសើរនៅភាពសាហាវនៃជំនាញនេះមែនវាមិនធម្មតាទេគាត់លន់មាត់ទាំងត្រេកអរថានេះពិតជាកម្លាំងដ៏ខ្លាំងក្លាហើយគាត់ពិតជាមិនបានដើរតាមមនុស្សខុសនោះឡើយពួកអ្នកមានអំណាចនាំគ្នារត់គេចយកប្រាណពីការកាប់សម្លាប់យ៉ាងសាហាវរបស់ឆ្មាំតកកប៉ុន្តែជួយឈប់រត់ដោយប្រាប់ទៅនាយកកំឡោះថាមានអ្វីមួយនៅខាងមុខតែទោះជាយ៉ាងណាពួកគេមិនខ្វល់ហើយនៅតែបន្តប្រឹងរត់ទៅមុខទៀតកូនចៅរបស់មេទីក្រុងជាន់ខ្ពស់នៅតែបន្តរត់គេយ៉ាងត្រដាបត្រដួលដើម្បីកុំឲ្យគេចាប់បានតែភ្លាមនោះស្រាប់តែមានតែបិសាចមួយឆក់ទីងជើងបរោះក្បាលទំពេចរឹកចាប់គាត់ជាប់តែម្ដងដៃគូរបស់គាត់ក៏ត្រូវចាប់បានដែរទៅពួកគេដឹងថាវាជាបិសាចដ៏គួរឲ្យខ្លាចពេលនោះចอยក៏ចោលកំបិតមួយដើម្បីផ្ដួលបិសាចនោះគាត់គប់ចំកណ្ដាលខ្លួនបិសាចនោះបំបីគ្រីស្តាស្នូរបស់វាហើយក៏សម្លាប់វាបានសម្រេចក្រោយពេលរួចខ្លួនបុរសទាំងនោះដកដង្ហើមធំធូរទ្រូមគេអរគុណដៃគូដែលបានជួយសង្គ្រោះតែមិនយូរប៉ុន្មានកូនចៅរបស់ម៉ាក់ក៏ចាប់ពួកគេជាប់ដោយយកកំបិតដាក់គៀកនឹងកពួកគេចាប់ផ្ដើមសួរចម្លើយយកព័ត៌មានម៉ាក់ដើរចូលទៅជិតរួចសួរចំថាតើចង់រੂបន្តទៀតឬអត់ជួយនឹងថៃពិតជាស្ញាប់ស្ញាញ់ពេលឃើញនាងកំឡោះនោះម៉ាក់សួរថាតើពួកគេកំពុងតាមដានអ្នកណាហើយមានគូបំណងអ្វីកូនចៅម្នាក់នោះឆ្លើយថាពួកគេគឺជាមនុស្សរបស់បងធំនាគខ្មៅមកពីទីក្រុងជាន់ទាបមេធំមកពីទីក្រុងជាន់ខ្ពស់ចង់ឲ្យពួកគេតាមឃ្លាំមើលពួកកូនអ្នកមាននៅលើរថភ្លើងទេសចរទាំងអស់គេប្រាប់ថាគឺដើម្បីរារាំងកុំឲ្យកូនអ្នកមានទាំងនោះតាក់ទងជាមួយក្រុមទាសករអណ្ដូងរ៉ែទី1ម៉ាក់សួរថាហេតុអ្វីបានជាពួកគេខ្លាចស៊ីវចាប់ផ្ដើមគៀបសង្កត់បុរសនោះឲ្យប្រាប់ការពិតរហូតដល់គេព្រមសារភាពថាវាជាបញ្ជារបស់ក្រុមហ៊ុន Singer ម៉ាក់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថារឿងនេះវាពាក់ព័ន្ធទៅនឹងហ្វាំង
ដែលជាគ្រួសារដ៏ធំមួយហើយប្រហែលជាពួកគេកំពុងតាមប្រម៉ាញ់និមិត្តសញ្ញាអាចកបាំងនោះហើយ